ខណៈដែលពួកគេកំពុងឆ្លុះប្រកែកគ្នាស្រាប់តែសឹកនោះក៏ប្រេះហើយភ្នែកតូចមួយក៏លេចចេញតាមសម្បករបស់វាពួកគេទាំងពីរមានប្រតិកម្មផ្ទុយគ្នាទាំងស្រុងនៅពេលដែលសត្វនៅខាងក្នុងចាប់ផ្ដើមលេចចេញមកសត្វចម្លែកដែលមានក្រញាំមុតស្រួចរាងកាយមានស្រកានិងអណ្ដាតមានពាក្យលេចចេញមកផ្ទុយពីការភ័យខ្លាចរបស់នាមសត្វនេះប្រែទៅជាកូនកាត់មាន់និងពស់ដែលគួរឲ្យស្រឡាញ់ដែលផ្អៀងក្បាលហើយស្រែកដូចបក្សីនាមឈរថ្មឹងដោយមិនជឿខណៈដែលគីមលោតដោយក្តីរំភើបដោយគ្មានការព្រមានសត្វតូចនោះក៏បាញ់ខ្លួនវាចំមុខរបស់នាមហើយគាត់ក៏ស្រែកដោយភ័យស្លន់ស្លោដែលលើពេញកាប៊ីនក្រោយមកនៅឯវាលស្រែគូបានគោះក្បាលរបស់នាមដោយដំបងដើម្បីឲ្យគាត់អូសឈើបានលឿនជាងមុនទោះបីជានាមចាប់ផ្ដើមឆ្ងល់ថាតើគាត់គ្រាន់តែស្រមៃនៅពេលនេះក៏ដោយថ្នាំពុលដែលជ្រាបចូលតាមឈុតនោះធ្វើឲ្យដង្ហើមនីមួយកាន់តែធ្ងន់ហើយគាត់ក៏លួចសរសើរឆេអុនដែលធ្លាប់ស្លៀកសម្លៀកបំពាក់ដែរដោយមិនខ្លាចញើសនៅក្នុងផ្ទះឆេអុនបានបត់ខោអាវរួចរាល់នៅពេលដែលគីមប្រញាប់ប្រញាល់ចូលមកដោយប្រកាសយ៉ាងរំភើបថាសត្វចម្លែកកំពុងស៊ីនំប៉័ងដោយសន្តិវិធីនិងមានចរិតល្អឆេអុនញឹមហើយនិយាយថាសត្វនេះប្រកាសជាស្គាល់អ្នកដែលបានជួយសង្គ្រោះវាហើយពួកគេចាប់ផ្ដើមគិតរកឈ្មោះហើយទីបំផុតក៏សម្រេចចិត្តយកឈ្មោះសាសាដោយបំផុសគំនិតតាមចរិតដូចពស់របស់វានៅពេលដែលពួកគេដាក់ឈ្មោះរួចសត្វចម្លែកតូចនោះក៏លោតចេញពីដៃរបស់គីមហើយនាងក៏រត់តាមវាហ្គូមើលហើយនិយាយថាគាត់រីករាយដែលឃើញពួកគេចុះសម្រុងនឹងគ្នាខណៈដែលឆេអុនបែរមកសួរថាតើ Phoenix ស្គាល់ប្រភេទសត្វនេះដែរឬទេព្រោះគាត់មិនដែលឃើញពីមុនមកហ្គូសារភាពថាគាត់មិនដឹងទេប៉ុន្តែបានព្រមានឆេអុនឲ្យតាមដានរស្មេនរ៉ាកូរ៉ានៅពេលដែលឆេអុនសួរថាហេតុអ្វីហ្គូបានពន្យល់ថាសត្វមកពីតំបន់ភ្នំភ្លើងចូលចិត្តស៊ីសត្វចម្លែកប្រភេទរុក្ខជាតិព្រោះវាកម្រនៅទីនោះហើយជាពិសេសគឺកំណត់គោលដោយលើសត្វដែលមានថាមពលបិសាចខ្លាំងនៅពេលដែលពស់តូចនោះលូនទៅរកវាមេនរ៉ាកូរ៉ាហ្គូក៏បង្ហើបថាវាប្រហែលជាសត្វស៊ីសាច់ពីធម្មជាតិរបស់ពួកគេអ្នករាល់គ្នាប្រមូលផ្ដុំគ្នាដើម្បីមើលខណៈដែលភាពតានតឹងកើនឡើងរវាងភាគីទាំងពីរគីមសុំចូលទៅខាត់ពួកគេប៉ុន្តែឆេអុនគ្រវីក្បាលហើយនិយាយថានៅក្នុងអាណាចក្របិសាចសត្វចម្លែកត្រូវតែបង្ហាញភាពខ្លាំងដោយខ្លួនឯងដោយសារតែទាំងពីរនៅក្មេងគាត់ក៏សម្រេចចិត្តថាវាមានសុវត្ថិភាពក្នុងការបណ្ដោយឲ្យពួកគេដោះស្រាយតាមធម្មជាតិការប្រយុទ្ធចាប់ផ្ដើមនៅពេលដែលសាសាបោះខ្លួនជាមួយនឹងក្រញាំរបស់វាទៅរកមេនរ៉ាកូរ៉ាតូចបំផុតប៉ុន្តែមេនរ៉ាកូរ៉ាធំជាងបានចូលមកជួយទប់ទល់បានយ៉ាងរហ័សមេនរ៉ាកូរ៉ាបង្កើតជាទម្រង់ត្រីកោណដើម្បីរងចាំចលនាបន្តមិនយូរប៉ុន្មានសត្វចម្លែកគ្រឹះទី2បានស្ទុះចូលមកវាយបកវិញប៉ុន្តែការវាយប្រហាររបស់វាត្រូវបានបញ្ឈប់ដោយកន្ទុយរបស់សាសាតូចញឹមដោយទំនុកចិត្តទោះបីជាហ្គោបានលួចប្រមានថាវាមិនគួរធ្វេសប្រហែសលឿនពេកក៏ដោយភ្លាមនោះមេនរ៉ាកូរ៉ាតូចបំផុតបានលោតពីក្រោយហើយដើរថ្ពាល់របស់សាជាមួយនឹងកណ្ដាប់ដៃដ៏តូចរបស់វាការវាយនោះស្រាលប៉ុន្តែវាគ្រប់គ្រាន់សម្រាប់ធ្វើឲ្យសាយំនឹងដកថយទាំងទឹកភ្នែកគីមរត់ទៅលួងលោមសត្វដ៏កំសត់នោះយ៉ាងលឿនដើម្បីឲ្យវាស្ងប់ចិត្តឆេអុនប្រកាសថារស្មេនរ៉ាកូរ៉ាជាអ្នកឈ្នះហើយទាំងណាមនិងគូក៏យល់ស្របថាការប្រយុទ្ធនេះគឺជារឿងដ៏អស្ចារ្យឆេអុនប្រាប់អ្នករាល់គ្នាឲ្យត្រឡប់ទៅធ្វើការវិញហើយគូក៏បន្តគោះក្បាលទំពេករបស់ណាមបន្តទៀតនៅឆ្ងាយនៅឯសមុទ្រដ៏ធំល្វឹងល្វើយសត្វឥន្ទ្រីពាក់កណ្ដាលមនុស្សបានហោះយ៉ាងលឿនលើលោកសមុទ្រហាក់ដូចជាមានការប្រញាប់ត្រឡប់មកផ្ទះវិញគូនៅតែបន្តជំរុញណាមឲ្យអូសឈើដោយការខិតខំប្រឹងប្រែងខណៈដែលគីមនិងសាលាបឈើជាមួយនឹងទឹករំអិលដើម្បីឲ្យវាការពារទឹកបានឆេអុនបត់ខោអាវរួចរាល់ហើយឆ្លៀតពេលក្រឡេកមើលជុំវិញដោយក្តីពេញចិត្តដែលការងារដ៏មានញឹកពេញមួយថ្ងៃចិត្តនឹងបញ្ចប់ហើយបន្ទាប់ពីអត់ងុយអស់រយៈពេល2ថ្ងៃមកណាមក៏ដកដង្ហើមធំដោយក្តីធូរស្បើយហើយក្រវែងអាវស្បែកពោលដែលធ្វើឲ្យគាត់ស្ទើរតែឈួតនោះចោលគាត់ពិនិត្យមើលបន្ទប់ផ្លាស់សម្លៀកបំពាក់ដែលទើបនឹងសាងសង់រួចដោយពិនិត្យគ្រប់ជ្រុងទាំងអស់ថាតើវាត្រូវតាមប្លង់ដែលគាត់បានធ្វើទេហើយឆ្ងល់ថាតើវាល្អគ្រប់គ្រាន់ឬអត់មុនពេលដែលគាត់សង្ស័យលើខ្លួនឯងឆេអុនក៏ប្រាប់គាត់ថាគាត់ធ្វើបានល្អជាងការរំពឹងទុកគីមក៏សម្គាល់ឃើញក្លិនផ្កាដ៏ស្រាលដែលសាយភាយពេញបន្ទប់ហើយមិនយូរប៉ុន្មានអ្នករាល់គ្នាក៏ចាប់ផ្ដើមធំក្លិនវាដូចគ្នាក្លិនក្រអូបដ៏រីករាយធ្វើឲ្យមានអារម្មណ៍ស្ងប់ដូច្នេះនាងក៏សួរថាហេតុអ្វីបានជាវាមានក្លិនដូចកាឆេអុនពន្យល់ថាគោបានជ្រើសរើសប្រភេទឈើដែលមានក្លិនក្រអូបដែលនឹងធ្វើឲ្យសម្លៀកបំពាក់មានក្លិនក្រអូបតាមធម្មជាតិគីមញឹមដោយសង្កេតឃើញថាសូម្បីតែរស្មេនរ៉ាកូរ៉ានិងសាក៏ហាក់ដូចជាចូលចិត្តក្លិននោះដែរណាមភ្ញាក់ផ្អើលនឹងឈ្មោះសាដោយដឹងថាគាត់មិនដែលឮវាពីមុនមកទេឆេអុននិយាយថាឈ្មោះអាចត្រូវបានផ្លាស់ប្ដូរប្រសិនបើមាននរណាម្នាក់រកឃើញឈ្មោះដែលល្អជាងនេះណាមស្នើភ្លាមឲ្យហៅវាថាកូនពស់ខណៈដែលគីមស្នើឈ្មោះខ្យាក់ចុងក្រោយឆេអុនបែរទៅសួរមិត្តរបស់គូហើយបក្សីនោះក៏ស្នើឈ្មោះវាយ៉ាងមានទំនុកចិត្តថាជាជំហានដ៏ធំនៅក្នុងថត
ដោយសារតែការចង់ដឹងចង់ឃើញឆេអុនសួរថាតើឈ្មោះពិតរបស់គូគឺជាអ្វីហើយ Phoenix ក៏ឆ្លើយថាកាលពីមុនគាត់ធ្លាប់ត្រូវបានគេហៅថាគ្រាប់សេះនៅភ្នំរ៉ុកគីឆេអុនឈរថ្មឹងមួយផ្លែតមុននឹងបោះបង់ការដាក់ឈ្មោះដ៏វឹកវរនោះចោលទាំងស្រុងហើយប្រកាសថាសត្វនោះនឹងនៅតែឈ្មោះសាសាដដែលហើយក៏គ្មានអ្នកណាជំទាស់ដែរបន្ទាប់មកគូក៏សួរថាតើការងារបន្ទាប់របស់ពួកគេគឺជាអ្វីឆេអុនពន្យល់ថាគាត់កំពុងគិតអំពីបញ្ហាមួយដែលមិនដែលរំខានគាត់កាលពីគាត់រស់នៅម្នាក់ឯងគាត់ជឿថាពួកគេគួរតែសាងសង់របងជុំវិញផ្ទះដើម្បីការពារអ្នកឈ្លានពានកុំឲ្យចូលមកជិតណាមើលទៅដោយក្តីសង្ស័យដោយនិយាយថាគាត់មិនអាចស្រមៃបានទេថាមានអ្នកណាហ៊ានចូលមកជិតកន្លែងដែលគួរឲ្យខ្លាចបែបនេះទោះជាយ៉ាងណាឆេអុននៅតែទូចថាវាល្អជាងក្នុងករណីមានការប្រុងប្រយ័ត្នព្រោះសូម្បីតែសត្វចម្លែកលំដាប់ឬអ្នកប្រមាញ់ក៏អាចលេចឡើងដោយគ្មានការព្រមានដែរគូងក់ក្បាលយ៉ាងគិតគូរហើយស្នើឲ្យប្រើសម្ភារៈដែលពោពេញទៅដោយថាមពលបេសាចគាត់និយាយថាតំបន់ឆ្នេរមានប្រភេទថ្មពណ៌លឿងយ៉ាងដែលមានដងស៊ីតេខ្លាំងជាងថ្មខ្មៅប្រសិនបើពួកគេប្រើថ្មដ៏ភ្លឺថ្លានោះធ្វើជាមូលដ្ឋានសម្រាប់របងគាត់បានពន្យល់ថាវាមិនត្រឹមតែរឹងមាំប៉ុណ្ណោះទេប៉ុន្តែវានឹងមានពន្លឺតិចនៅពេលយប់ធ្វើឲ្យផ្ទះរបស់ពួកគេមើលទៅមានភាពកក់ក្ដៅដូចកន្លែងបោះជំរំគីមលោតដោយក្តីរំភើបភ្លាមនៅពេលដែលនាងឮថាពួកគេប្រហែលជាទៅសមុទ្រប៉ុន្តែណាមក៏បាត់បង់ភាពនឹងណូភ្លាមដែរគ្រាន់តែគិតដល់តំបន់ឆ្នេរក៏ធ្វើឲ្យគាត់ភ័យខ្លាចយ៉ាងខ្លាំងហើយមុនពេលដែលគាត់អាចរកលេសបានការធ្លាក់ឈាមច្រមុះភ្លាមបានជួយសង្គ្រោះគាត់នៅពេលដ៏ត្រឹមត្រូវដោយធ្វើពុតជាទន់ខ្សោយគាត់ក៏ធ្វើពុតជាដួលនៅចំពោះមុខឆេអុនហើយអះអាងថាគាត់ត្រូវទៅកាន់ពិភពមនុស្សដើម្បីបញ្ចេញថាមពលបេសាចរបស់គាត់ឆេអុនអនុញ្ញាតប៉ុន្តែប្រាប់គាត់ឲ្យមើលថែស្មេនដ្រាកូរ៉ាក្នុងករណីដែលពួកគេត្រឡប់មកវិញយឺតមុនពេលចាក់ចេញណាមបានព្រមានឆេអុនអំពីតំបន់ឆ្នេរដោយនិយាយថាសូម្បីតែអ្នកប្រមាញ់លំដាប់ឯនឹងអ្នកដែលនៅក្រោមនោះក៏ជៀសវាងកន្លែងនោះដែរព្រោះវាប្រៀបដូចជាការដើរទៅរកសេចក្តីស្លាប់ឆេអុនមើលទៅដោយការភ្ញាក់ផ្អើលដូច្នេះណាមក៏ពន្យល់ថាតំបន់ទាំងមូលឥឡូវនេះត្រូវបានគ្រប់គ្រងដោយសត្វចម្លែកលំដាប់មហន្តរាយចំនួន2សត្វទាំងនេះកាលពីមុនគឺជាអ្នកប្រមាញ់ដែលត្រូវបានបង្កើតឡើងនៅក្នុងមន្ទីរពិសោធន៍ដែលមានមុខដូចបក្សីប៉ុន្តែមានរាងកាយដូចមនុស្សគ្រាន់តែគិតដល់វាក៏ធ្វើឲ្យសូម្បីតែឆេអុនក៏ផ្អាកមួយផ្លែតដែរទន្ទឹមនឹងនោះនៅតំបន់ឆ្នេរក្រុមអ្នកប្រមាញ់កំពុងស្ថិតក្នុងបេសកកម្មដើម្បីចាប់សត្វពាក់កណ្ដាលមនុស្សមួយក្នុងចំណោមសត្វទាំងនោះម្នាក់ក្នុងចំណោមពួកគេបានប្រើឧបករណ៍តាមដានហើយគប់វាទៅលើសត្វដែលកំពុងហោះនោះដែលវាបានប៉ះចំពោះដៅប៉ុន្តែសត្វនោះមិនទាំងញើតហើយនៅតែបន្តហោះទៅមុខទៀតហាក់ដូចជាគ្មានអ្វីកើតឡើងដោយគិតថាវាដកថយអ្នកប្រមាញ់ក៏បានធូរស្រាលដោយហៅរឿងមហន្តរាយទាំងមូលនេះថាជាការនិយាយបំភ្លឺម្នាក់ក្នុងចំណោមពួកគេថែមទាំងស្នើឲ្យដេញតាមវាដើម្បីបញ្ចប់ការងារនេះទោះជាយ៉ាងណាមេដឹកនាំរបស់ពួកគេបានខាត់ពួកគេដោយនិយាយថាពួកគេគួរតែរងចាំសត្វចម្លែកនោះត្រឡប់ទៅសម្បុករបស់វាវិញគាត់ពន្យល់ថាមានសត្វបែបនេះចំនួន2នៅក្នុងតំបន់នេះហើយការតាមដានទាំងពីរគឺមានសុវត្ថិភាពជាងការដេញតាមតែមួយម្នាក់ក្នុងចំណោមអ្នកប្រមាញ់វ័យក្មេងបានឆ្ងល់ថាតើសត្វទាំងនោះនៅមានជីវិតដោយរបៀបណាបន្ទាប់ពីរយៈពេល60ឆ្នាំមកនេះឬតើរាងកាយរបស់ពួកគេនៅមានលក្ខណៈដូចមនុស្សយ៉ាងដូចម្តេចទោះបីជាคล้ายជាសត្វចម្លែកក៏ដោយប្រធានក្រុមបានឆ្លើយថាពួកគេគឺជាការពិសោធន៍ដែលបរាជ័យនិងជាសំណល់នៃគម្រោងចាស់មួយក្នុងបំណងជួយមនុស្សជាតិឲ្យកាន់តែជឿនលឿនទោះបីជាសត្វទាំងនេះត្រូវបានគេចាត់ទុកថាជាជោគជ័យដ៏អស្ចារ្យក៏ដោយប៉ុន្តែអ្នកដែលបរាជ័យគាត់បាននិយាយថាត្រូវតែបំផ្លាញចោលរំពេចនោះអ្នកប្រមាញ់ម្នាក់បានឃើញសត្វនោះងាកក្បាលមកវិញនៅលើមេឃហើយហោះមករកពួកគេយ៉ាងលឿនភ្នែករបស់ប្រធានក្រុមបានបើកធំហើយគាត់ក៏ស្រែកប្រាប់អ្នករាល់គ្នាឲ្យលើកនាងការពារជាបន្ទាន់ដោយការបោកបក់ស្លាប់ដ៏ខ្លាំងក្លាតែមួយដងសត្វនោះក៏បានបំបែកកនាងការពាររបស់អ្នកកំពុងពិភាក្សាគ្នាដើម្បីរៀបចំផែនការដកថយឆេយ៉នព្រមានថាការបណ្ដោយឲ្យពួកគេរត់គេចខ្លួននឹងមានតែបង្កបញ្ហាបន្ថែមទៀតសម្រាប់ភាគីទាំងសងខាងប៉ុណ្ណោះហើយវាជាការប្រសើរជាងក្នុងការបញ្ចប់រឿងឥឡូវនេះបន្ទាប់មកការចងចាំដ៏ស្រអាប់មួយលេចឡើងម្ដងទៀតសម្រាប់ Emerald ក្លិនដែលចេញមកពី Cheon បាននាំយកមកវិញនូវរូបភាពនៃមន្ទីរពិសោធន៍ដែលពួកគេធ្លាប់គេងទន្ទឹមគ្នាជាមួយនឹងក្លិនដ៏មុតស្រួចនៃថ្នាំបញ្ចូលកោសិកា Emerald ពីការពិសោធន៍ដែរការយល់ដឹងបានកើតឡើងហើយសត្វនោះហៅគាត់ដោយឈ្មោះចាស់របស់គាត់លេខ17ទិដ្ឋភាពនេះបដូរទៅអតីតកាលនៅពេលដែលក្មេងប្រុសបក្សីកំពុងរត់កាត់ព្រៃដោយមានប្អូនស្រីរបស់គាត់នៅលើខ្នងនៅពេលនោះប្អូនស្រីរបស់គាត់ចាប់ផ្ដើមបង្ហាញផលប៉ះពាល់មួយពីការពិសោធន៍នោះបានធ្វើឲ្យគាត់សង្ស័យថាតើការយកនាងទៅជាមួយពិតជាជម្រើសត្រឹមត្រូវឬយ៉ាងណា
ប្រហែលជាការទុកនាងចោលនៅក្នុងមន្ទីរពិសោធន៍បណ្ដាសានោះអាចជាការឆ្លាតវៃជាងនៅពេលដែលប្អូនស្រីរបស់គាត់និយាយដោយខ្សោយថាស្លាប់របស់គាត់ពិតជាកក់ក្ដៅគាត់ក៏ស្រក់ទឹកភ្នែកដោយខកចិត្តចំពោះភាពអស់សង្ឃឹមរបស់គាត់ស្លាប់របស់គាត់មិនធំល្មមនឹងហោះហើរពួកគេទាំងពីរចេញទេដូច្នេះគាត់ប្រាប់នាងឲ្យទ្រាំបន្តិចទៀតស្របពេលដែលគាត់សង្ឃឹមយ៉ាងស្ងៀមស្ងាត់ថាមាននរណាម្នាក់នឹងបង្ហាញខ្លួនដើម្បីជួយគាត់ស្រាប់តែប្រឈមមុខនឹងក្មេងប្រុសរបស់យើងដែលកំពុងចង្អុលពេលមករកគាត់ដោយមិនដឹងខ្លួននៅពេលដែលក្មេងប្រុសបាក់សីសួរចង់ដឹងថាឆេយ៉នកំពុងធ្វើអ្វីនៅទីនោះគាត់ឆ្លើយតបយ៉ាងស្ងប់ស្ងាត់ថាគាត់មករមានគាត់ព្រោះគាត់បាននៅថ្នាក់លើនិយាយថាវាដល់ពេលដែលត្រូវបោះចោលគាត់ហើយក្មេងប្រុសបាក់សីគិតថាគាត់ស្ដាប់ទៅចម្លែកប៉ុន្តែគាត់ប្រាប់ពីការពិតគាត់ប្រាប់គាត់ថាទាំងគាត់និងប្អូនស្រីរបស់គាត់នឹងត្រូវបំផ្ទុះដោយបណ្ដាសាក្នុងរយៈពេល3ថ្ងៃគាត់ស្នើឲ្យទុកប្អូនស្រីរបស់គាត់ចោលព្រោះនាងមិនមាននៅក្នុងបញ្ជីបោះចោលទេមានន័យថានាងអាចបន្តលេបថ្នាំទប់ស្កាត់ដើម្បីរស់បានយូរទោះជាយ៉ាងណាក៏ដោយក្មេងប្រុសបាក់សីវិញថាអ្នកដូចជាគាត់ដែលមិនធ្លាប់ជួបប្រទះផលប៉ះពាល់មិនអាចយល់បានទេគាត់ចងចាំថាតើវាអាក្រក់ប៉ុណ្ណាកាលពីមុនអាក្រក់ដល់ថ្នាក់ប្អូនស្រីរបស់គាត់អង្វរគាត់ឲ្យរត់គេចដោយនិយាយថានាងសុខចិត្តរស់នៅមួយថ្ងៃធម្មតានៅខាងក្រៅជាងរលួយនៅក្នុងនរកដ៏រស់រវើកនោះនៅពេលដែលគាត់ដឹងថាគុណភាពជីវិតសំខាន់ជាងប្រវែងរបស់វាស្លាប់របស់គាត់ស្រាប់តែពង្រីកដល់ទំហំពេញដោយការបដិញ្ញាចិត្តយ៉ាងខ្លាំងនៅក្នុងភ្នែករបស់គាត់ប្រាប់ក្មេងប្រុសរបស់យើងឲ្យឈប់និយាយហើយចាប់ផ្ដើមប្រយុទ្ធប៉ុន្តែឆេយ៉នគ្រាន់តែសម្លឹងមើលគាត់ដោយភ្នែកដ៏ត្រជាក់និងស្លាប់ទាំងនោះមុនពេលស្រាប់តែក៏ហើយច្រកទ្វារមួយក្មេងប្រុសបាក់សីមានការភ្ញាក់ផ្អើលដែលដឹងថាវត្ថុធ្វើតេស្តសាមញ្ញដូចជាគាត់ថែមទាំងមានកូនសោច្រកទ្វារទៀតផងបន្ទាប់មកគាត់សម្លឹងមើលភ្នែករបស់គាត់ហើយផ្ដល់ឲ្យគាត់នៅលទ្ធភាពពីកោសិកាមនុស្សរបស់គាត់នឹងត្រូវខូចខាតដោយថាមពលបិសាចនៅពេលគាត់ចូលទៅក្នុងអាណាចក្របិសាចឬកោសិកាបិសាចរបស់គាត់អាចស្រូបយកវាហើយភ្ញាក់ឡើងជំនួសវិញគាត់ជឿថាវាជាការភ្នាល់ដ៏សមរម្យមួយព្រោះគ្រឿងផ្ទុះនឹងមិនផ្ទុះទេប្រសិនបើគាត់ឆ្លងចូលទៅក្នុងអាណាចក្របិសាចប៉ុន្តែក្មេងប្រុសបាក់សីនៅតែឆ្ងល់ថាតើការរស់រានមានជីវិតនៅទីនោះអាចទៅរួចដែរឬទេនៅក្នុងពិភពលោកដ៏ល្អអ្នកត្រូវការពារទាំងរាងកាយនិងចិត្តរបស់អ្នកដោយរបាំងវេទមន្តនោះមិនមែនជារឿងដែលក្មេងដូចជាពួកគេអាចធ្វើបានទេទោះជាយ៉ាងណាក៏ដោយក្មេងប្រុសបាក់សីបានទទួលយកសំណើរបស់គាត់ហើយសម្រេចចិត្តថាគាត់នឹងប្រថុយវាប៉ុន្តែនៅតាមផ្លូវចេញគាត់មានអារម្មណ៍មិនល្អដែលពួកគេមិនទាំងស្គាល់ឈ្មោះគ្នាទៅវិញទៅមកទោះបីជាពួកគេធ្លាប់នៅជាមួយគ្នាយូរមកហើយក៏ដោយគាត់ណែនាំខ្លួនឯងថាយូបៀមហើយក្មេងប្រុសរបស់យើងក៏ប្រាប់ឈ្មោះគាត់វិញត្រឡប់មកបច្ចុប្បន្នវីរបុរសរបស់យើងសួរអ្នកប្រមាញ់អំពីឈ្មោះរបស់គាត់ប៉ុន្តែពួកគេមើលទៅហាក់ដូចជាមិនដឹងអ្វីសោះនៅពេលដែលគាត់សួរថាហេតុអ្វីបានជាគាត់នៅទីនោះពួកគេគ្រាន់តែសម្លឹងមើលគាត់យ៉ាងទេដូចជាមនុស្សរូងភ្នំដោយនិយាយថាពួកគេមិនដឹងទេបន្ទាប់មកគាត់បញ្ជូនពួកគេតាមច្រកទ្វារហើយយូទីត្រូវភ្លាមថាគាត់បានប្រើកោសិកាការភ្លេចភ្លាំងរបស់គាត់ដែលលុបការចងចាំរបស់គោលដៅក្នុងរយៈពេល3ម៉ោងចុងក្រោយបន្ទាប់មកគាត់ហៅយូតាមឈ្មោះហើយបុរសនោះមើលទៅមានកិត្តិយសដែលគាត់នៅចាំខេមសួរថាតើលោកចាប់គឺជាមិត្តរបស់គាត់មែនទេហើយក្មេងប្រុសរបស់យើងនិយាយថាគាត់មកពីកូនសម្ព័ន្ធចាប់បន្ទាប់មកបងប្រុសសួរខេមថាតើគាត់និយាយត្រូវទេដែលថាកូនសម្ព័ន្ធចាប់និងដូងគឺជាមិត្តល្អនឹងគ្នាហើយនាងងក់ក្បាលយល់ព្រមភ្លាមខណៈពេលដែលយូសម្លឹងមើលដោយភាពច្របូកច្របល់ខេមស្រាប់តែសុំទោសដែលគិតថាគាត់ជាមនុស្សអាក្រក់បន្ទាប់ពីនោះពួកគេទៅផ្ទះរបស់យូដែលគួរឲ្យអស់សំណើចគ្រាន់តែជាសម្បុកដ៏ធំមួយដែលមានដំបូលនៅខាងលើនៅទីនោះក្រុមនេះមានភាពសប្បាយរីករាយក្នុងការសាកល្បងហូបខ្យងដ៏ប្លែកមួយដែលមានរសជាតិមិនដូចអ្វីដែលពួកគេធ្លាប់ញ៉ាំពីមុនមកខេមពិតជារំភើបចង់បានថែមទៀតប៉ុន្តែយូសុំទោសដោយបន្ទាបខ្លួនព្រោះគាត់មិនមានគ្រឿងផ្សំដើម្បីធ្វើមួយចានទៀតទេទោះជាយ៉ាងណាក៏ដោយក្មេងតូចក៏ប្លែនមិនរៀបថយទេហើយរត់ទៅចាប់ខ្យងទ្វេដងតាមដែលគាត់ត្រូវការដោយក្តីរីករាយឥឡូវនេះនៅពេលដែលពួកគេនៅតែម្នាក់ឯងជាទីបំផុតយូបង្ហាញថាគាត់អាចរស់បាននៅក្នុងអាណាចក្របិសាចដោយសារតែកោសិកាអមតៈរបស់គាត់ដោយមិនខ្ជះខ្ជាយពេលវេលាបន្ទាប់មកគាត់សួរក្មេងប្រុសរបស់យើងថាតើគាត់ធ្លាប់គិតអំពីការសងសឹកលើមន្ទីរពិសោធន៍ដែរឬទេឆេយ៉នសារភាពថាគាត់ធ្លាប់គិតពីវាម្ដងការប៉ុន្តែគាត់មិនប្រញាប់ប្រញាល់ទេព្រោះជីវិតពិតជាដំណើរការទៅបានយ៉ាងល្អនៅពេលដែលគាត់សួរសំណួរទៅយូវិញបុរសនោះនិយាយថាគាត់នៅតែមានបណ្ដាសាផ្ទុះនៅក្នុងខ្លួនមានន័យថាគាត់នឹងត្រូវផ្ទុះដោយកម្មជ្រួចនៅទីបំផុតទុកវាចោលសិនក្មេងប្រុសរបស់យើងក៏គាត់សម្គាល់ថាយូអាចប្រើស្លាបរបស់គាត់បានយ៉ាងល្អហើយបន្ទាប់មកសួរថាតើគាត់អាចបដូរក្បាលរបស់គាត់ទៅជាទម្រង់មនុស្សវិញបានទេយូសារភាពថាគាត់អាចធ្វើបានប៉ុន្តែគាត់បដិសេធមិនធ្វើវាទេដោយសារតែមុខប្អូនស្រីរបស់គាត់ត្រូវបានផ្លាស់ប្ដូរពេញមួយជីវិតហើយនាងនឹងមានអារម្មណ៍អាក្រក់ប្រសិនបើគាត់ត្រឡប់ទៅធម្មតាវិញខណៈពេលដែលនាងមិនអាចបន្ទាប់ពីនោះក្មេងប្រុសរបស់យើងសួរថាតើគាត់ដឹងទេថាគាត់នឹងរស់បានតែមួយខែទៀតយ៉ាងហោចណាស់យូមានការភ្ញាក់ផ្អើលដែលគាត់ដឹងរឿងនោះហើយក្មេងប្រុសបាក់សីនឹកឃើញដល់ពេលវេលារបស់គាត់បន្ទាប់ពីគាត់បានចាកចេញពីផែនដីគាត់បានហ្វឹកហាត់ដោយគ្មានទីបញ្ចប់ដើម្បីអភិវឌ្ឍមាណាឲ្យបានគ្រប់គ្រាន់ដើម្បីរស់រានមានជីវិតពីថាមពលបិសាចអ្វីបានល្អមួយរយៈនៅពេលដែលវេទមន្តរបស់គាត់និងថាមពលនៃអាណាចក្របិសាចមានទល់ឲ្យភាពជាមួយគ្នា
ប៉ុន្តែថ្ងៃមួយថាមពលនោះបានរាលដាលនៅក្នុងខ្លួនប្អូនស្រីរបស់គាត់ហើយបានបំផ្លាញរុនម៉ាណារបស់នាងយ៉ាងធ្ងន់ធ្ងរខណៈពេលដែលព្យាយាមគ្រប់គ្រងការខូចខាតគាត់ក៏បានបញ្ចប់ដោយការបំផ្លាញស្នូលរបស់គាត់ជាអចិន្ត្រៃយ៍ផងដែរចាប់តាំងពីពេលនោះមកគាត់គ្រាន់តែរស់រានមានជីវិតខណៈដែលប្អូនស្រីរបស់គាត់បានរស់រានមានជីវិតដោយសារផ្លែឈើដេកលក់ដោយចំណាយពេលភាគច្រើននៃជីវិតរបស់នាងនៅក្នុងដំណេកដើម្បីពន្យឺតការវិវត្តន៍នោះហើយជាពេលដែល Cheon ចងចាំថា Mandragora អាចត្រូវបានប្រើដើម្បីធ្វើថ្នាំដែលអាចព្យាបាលរុនម៉ាណាណាមួយទោះបីជាវាខូចខាតយ៉ាងណាក៏ដោយនៅកន្លែងផ្សេងទៀតនៅក្នុងបន្ទប់ងឹតមួយផ្លែឈើត្រូវបានរាយប៉ាយពាសពេញឥដ្ឋខណៈពេលដែលប្អូនស្រីរបស់ក្មេងប្រុសបក្សីអង្គុយយ៉ាងស្ងៀមស្ងាត់ម្នាក់ឯងដំបូងនាងញាប់ញ័រយ៉ាងស្ងៀមស្ងាត់ដោយការឈឺចាប់ប៉ុន្តែមិនយូរប៉ុន្មានថាមពលបិសាចក៏កើនឡើងហួសពីការគ្រប់គ្រងដោយគ្រប់ដណ្ដប់រាងកាយរបស់នាងទាំងស្រុងនៅពេលដែលនាងបាត់បង់ខ្លួនឯងចំពោះវាត្រឡប់មកក្មេងប្រុសវិញយូរមានការភ្ញាក់ផ្អើលដែលបានឮថាគាត់និងប្អូនស្រីរបស់គាត់ពិតជាអាចត្រូវបានសង្គ្រោះពីស្ថានភាពដែលមិនអាចព្យាបាលបានរបស់ពួកគេបុរសរបស់យើងបង្ហាញថាបន្ទាប់ពីយូរចាក់ចេញគាត់បានសិក្សាពីគីមីសាស្ត្រហើយរៀនពីវិធីព្យាបាលការខូចខាតរុនម៉ាណាដោយប្រើទឹកស្ងោរជាមួយឫស Mandragora វាត្រូវបានពន្យល់ថាទោះបីជាឫសមានត្រឹមតែផ្នែកតូចមួយនៃរុក្ខជាតិក៏ដោយពួកវាមានទុកស្ទើរតែទាំងអស់នៃថាមពលជីវិតរបស់វាដែលធ្វើឲ្យពួកវាមានថាមពលខ្លាំងមិនគួរឲ្យជឿ Cheon មិននឹកស្មានថារុក្ខជាតិដែលគាត់ដាំគ្រាន់តែដើម្បីសប្បាយនឹងមានតម្លៃខ្លាំងយ៉ាងនេះទេគាត់ថែមទាំងផ្ដល់ការចម្រាញ់ថ្នាំដោយខ្លួនឯងព្រោះយូមិនអាចធ្វើដំណើរទៅកាន់ពិភពមនុស្សដើម្បីស្វែងរកអ្នកគីមីសាស្ត្របានទេជាការដោះដូរគាត់ស្នើសុំបុរសនោះឲ្យមើលថែក្បាលខ្យល់2នាក់ដែលគាត់នឹងទុកចោលមុនពេលចាក់ចេញគាត់សួរយូថាគាត់អាចបង់ប្រាក់ជាមួយអ្វីហើយដោយសារតែបុរសនោះមិនមានលុយគាត់ផ្ដល់កាបូបស្ពាយដែលផ្ទុកពេញដោយរបស់របរដែលអ្នកប្រមាញ់តែងតែយកតាមខ្លួនដោយសារតែបែបនេះក្មេងប្រុសរបស់យើងត្រឡប់មកផែនដីវិញហើយសុំឲ្យមិត្តភក្តិពេញមួយជីវិតរបស់គាត់បងសើជួយគាត់ស្វែងរកអ្នកគីមីសាស្ត្រដ៏ជំនាញម្នាក់បងសឺចងចាំថាសាខាថ្មីមួយបានបើកនៅក្នុងតំបន់អនាធិបតេយ្យឲ្យកាលពីប្រហែល1ឆ្នាំមុននៅពេលដែលក្មេងនោះនិយាយអំពីវា Cheon គាត់សម្គាល់ឃើញថង់ខ្សាច់ចងជាប់នឹងដៃរបស់គាត់ហើយបងសឺពន្យល់ដោយមោទនភាពថាគាត់ប្រើវាដើម្បីហ្វឹកហាត់រាងកាយរបស់គាត់ក្មេងប្រុសនោះសារភាពយ៉ាងក្លាហានថាគាត់ចង់ក្លាយជាមនុស្សខ្លាំងដូចបងប្រុសរបស់គាត់នៅថ្ងៃណាមួយដែលជាចៅវាយនាយទាំងស្រុងដែលអាចចូលមកចូលទៅក្នុងអាណាចក្របិសាចដោយគ្មានអ្វីក្រៅពីកណ្ដាប់ដៃរបស់គាត់នៅខាងក្រៅកន្លែងនោះបងសឺពន្យល់ថាអ្នកគ្រប់គ្រងថ្មីនៅទីនោះល្បីល្បាញដោយសារការងារដ៏ល្អរបស់គាត់ប៉ុន្តែនៅពេលដែលគ្មាននរណាម្នាក់បង្ហាញខ្លួនពួកគេបានឃើញអ្នកគ្រប់គ្រងដោយផ្ទាល់កំពុងដើរចុះឡើងហើយមើលទៅតានតឹងអំពីការខកខានការបង់ប្រាក់កម្ចីរបស់គាត់បងស៊ូដឹងភ្លាមថាបុរសកំសត់នោះកំពុងត្រូវបានធ្វើទុកបុកម្នេញដោយពួកអ្នកឲ្យខ្ចីប្រាក់តាមផ្លូវក្មេងនោះដកដង្ហើមធំដោយនិយាយថាការយកប្រាក់កម្ចីនៅក្នុងតំបន់អនាធិបតេយ្យឲ្យគ្រាន់តែជាផ្នែកចាំបាច់នៃអាជីវកម្មណាមួយប៉ុណ្ណោះអ្នកគ្រប់គ្រងធ្លាប់ជាបុរសដែលទទួលបានការគោរពយ៉ាងខ្លាំងដោយធ្លាប់ធ្វើការនៅសាខាទីក្រុងអស់រយៈពេលជាង20ឆ្នាំជាមួយនឹងលទ្ធផលរឹងមាំប៉ុន្តែបន្ទាប់មកដោយមិនដឹងខ្លួនគាត់ត្រូវបានកាត់បន្ថយឋានៈនិងបោះចោលទៅក្នុងតំបន់អនាធិបតេយ្យឲ្យដោយហេតុផលដែលគ្មាននរណាម្នាក់អាចពន្យល់បានយោងតាមបងសឺអតីតចៅវាយរបស់គាត់គឺជាមនុស្សដែលលោភលន់បំផុតល្បីល្បាញខាងយកមូលនិធិដែលមានបំណងជួយដល់តំបន់អនាធិបតេយ្យឲ្យនឹងស្រុកផ្សេងទៀតគាត់សង្ស័យថាអ្នកគ្រប់គ្រងត្រូវបានគេបណ្តេញចេញដោយសារតែហ៊ានរាយការណ៍ពីឧក្រិដ្ឋកម្មរបស់ជនល្មើសកម្មនោះទោះយ៉ាងណាក៏ដោយនៅពេលដែលអ្នកគ្រប់គ្រងដែលមើលទៅស្រពោននោះឃើញបងសឺមុខរបស់គាត់ភ្លឺឡើងភ្លាមក្មេងនោះប្រាប់គាត់យ៉ាងលឿនថាបងប្រុសរបស់គាត់កំពុងស្វែងរកអ្នកគីមីសាស្ត្រអ្នកគ្រប់គ្រងដែលមានតែស្មីរបស់គាត់ធ្វើឲ្យវាច្បាស់ថាគាត់ជាអ្នកជំនាញបានទះក្បាលបងសឺហើយអញ្ជើញពួកគេទាំងពីរចូលខាងក្នុងដោយរីករាយទន្ទឹមនឹងនេះនៅកន្លែងណាមួយក្បែរនោះអ្នកគីមីសាស្ត្រម្នាក់ទៀតមានអារម្មណ៍ធុញទ្រាន់ដោយសារតែអាជីវកម្មរបស់គាត់មានសភាពយឺតយ៉ាវហើយអាជីវកម្មបានស្ងាត់ជ្រុងអស់រយៈពេលជាច្រើនសប្តាហ៍ការរអ៊ូតមរបស់គាត់ត្រូវបានបញ្ឈប់ភ្លាមនៅពេលដែលអ្នកគ្រប់គ្រងដើរចូលមកជាមួយCheonហើយបញ្ជាឲ្យជំនួយការអ្នកគ្រប់គ្រងទៅយកភេសជ្ជៈឲ្យពួកគេប៉ុន្តែក្មេងប្រុសរបស់យើងរំលងការសន្ទនាធម្មតាហើយចូលដល់ចំណុចសំខាន់តែម្ដងគាត់និយាយថាបុរសនោះគួរតែអាចចម្រាញ់ទឹកម៉ាណាដ៏បរិសុទ្ធពីឫស Mandragoraបានដោយសារគាត់ជាគ្រូគីមីសាស្ត្រចំណាត់ថ្នាក់ឯអ្នកគ្រប់គ្រងមានការភ្ញាក់ផ្អើលដែលCheonដឹងពីចំណាត់ថ្នាក់របស់គាត់ហើយទទួលស្គាល់ដោយការសោកស្ដាយថាគាត់មិនមានវត្ថុធាតុដើមកម្រិតខ្ពស់បែបនេះនៅក្នុងស្តុកទេពេលនោះហើយដែលក្មេងប្រុសរបស់យើងទាញយកឫស Mandragora មួយដែលបញ្ចេញថាមពលបិសាចយ៉ាងខ្លាំងរហូតដល់មើលទៅហាក់ដូចជាមានជីវិតគ្រូគីមីសាស្ត្រទាំងពីរនាក់ពិតជាភ្ញាក់ផ្អើលជាមួយនឹងភាពស្រស់របស់វាហាក់ដូចជាវាទើបតែត្រូវបានដកយកមកកាលពីប៉ុន្មាននាទីមុនចំពោះការទូទាត់ប្រាក់Cheonបានទម្លាក់វត្ថុធាតុដើមដ៏ល្អបំផុតពីតំបន់ឆ្នេរយ៉ាងសាមញ្ញដែលធ្វើឲ្យពួកគេហើបមាត់ធ្លុងបន្ទាប់ពីអ្នកទាំងពីរបានកោតសរសើរនៅទំនិញដ៏កម្រទាំងនោះរួចគាត់ក៏សួរថាតើវាគ្រប់គ្រាន់ឬអត់អ្នកគ្រប់គ្រងសើចដោយនិយាយថាវាលើសពីគ្រប់គ្រាន់ទៅទៀតហើយក៏យកវាទៅវាតម្លៃសម្លឹងមើលជុំវិញបន្ទប់Cheonបានប្រទះឃើញឫស Mandragora មួយទៀតអន្តែតយ៉ាងស្ងៀមស្ងាត់នៅក្នុងក្រឡទឹកអ្នកគ្រប់គ្រងអះអាងថាវាបានងាប់យូរហើយឬយ៉ាងហោចណាស់ក៏គាត់គិតបែបនោះក្មេងប្រុសរបស់យើងបានចាក់បញ្ចូលថាមពលរបស់គាត់បន្តិចចូលទៅក្នុងនោះហើយឬដែលរួញស្វិតនោះស្រាប់តែកន្ត្រាក់ឡើងភ្នែករបស់អ្នកគ្រប់គ្រងស្ទើរតែលានចេញពីរុនដោយភាពមុំម៉ៅអ្នកគ្រប់គ្រងប្រកែកថាគាត់ធ្លាប់ចាក់បញ្ចូលម៉ាណាយ៉ាងច្រើនទៅក្នុង Mandragora នោះកាលពីមុនប៉ុន្តែវាមិនដែលបញ្ចេញប្រតិកម្មបែបនេះទេពេលនោះទ្វារក៏របើកឡើងយ៉ាងខ្លាំងហើយអតីតចៅវាយរបស់គាត់ក៏បោះជំហានចូលមកហាក់ដូចជាគាត់ជាម្ចាស់កន្លែងនេះ
ដោយមិនខ្ជះខ្ជាយពេលវេលាបុរសនោះចាប់ផ្ដើមចំអកឡក់លើដល់ការិយាល័យដ៏កំសត់និងទេស្អាតនេះបុរសនោះបញ្ជូរបន្សោកថាគាត់បានលើអំពីវត្ថុមានគុណភាពខ្ពស់មួយចំនួនលេចឡើងនៅទីនេះដោយខំថ្មីអ្នកគ្រប់គ្រងគីមខេមដឹងភ្លាមថាជំនួយការដែលគ្មានឆ្អឹងខ្នងរបស់គាត់ច្បាស់ជាបានលក់ឧត្តមគិតហើយអ្នកឈ្លានពានឈ្មោះគីជុងអានខីយ៉ងអានបានណែនាំខ្លួនឯងយ៉ាងក្រអឺតក្រទុំថាជាប្រធានសាខាទីក្រុងនេះហើយប្រាប់ឆេយុនថាគាត់នឹងទទួលបានរង្វាន់យ៉ាងច្រើនសម្រាប់ការនាំយកវត្ថុធាតុដើមដ៏មានតម្លៃបែបនេះមកស្នាមញឹមដ៏ក្រអឺតក្រទុំនិងសំណើចដ៏គួរឲ្យរំខានរបស់គាត់ធ្វើឲ្យឆេយុនចង់បាញ់ចំកណ្ដាលមុខរបស់គាត់ទុកវាចោលសិនគាត់សម្គាល់នាមត្រកូលរបស់បុរសនោះហើយសួរថាតើគាត់មានជាប់សាច់ញាតិជាមួយអ្នកឈ្នះរង្វាន់ Nobel បាក់ដអានដេកយកអានដែរឬទេគឺដូច្នេះគីជុងក៏ផ្ទុះសំណើចម្ដងទៀតហើយប្រកាសដោយមោទនភាពថាខ្លួនជាចៅប្រុសរបស់បុរសដ៏អស្ចារ្យម្នាក់នោះប៉ុន្តែសម្រាប់គាត់នោះគ្រាន់តែបញ្ជាក់ពីការសង្ស័យរបស់គាត់ថាអំពើពុករលួយចាក់ឫសយ៉ាងជ្រៅនៅក្នុងខ្សែស្រឡាយគ្រួសាររបស់ពួកគេប៉ុណ្ណោះចិត្តរបស់គាត់នឹកឃើញដល់ពេលដែលបាក់ដអានបានវាយដំណាក់ធ្វើតេស្ទ័រតែស្លាប់ដោយចាត់ទុកពួកគេដូចជាសត្វធាតុកំហឹងដែលពុះកញ្ជ្រោលនៅក្នុងខ្លួនគាត់ទីបំផុតក៏ផ្ទុះឡើងរលកធម្មពលដ៏ធំមួយបានផ្ទុះចេញពីរាងកាយរបស់គាត់ធ្វើឲ្យក្រើកកម្រាលឥតនិងបង្ខំឲ្យគីជុងលុតជង្គង់ចុះគាត់សម្លឹងមើលទៅគាត់ហើយស្ដោះទឹកមាត់ដោយសួរថាតើវាជាប្រពៃណីគ្រួសារឬដែលត្រូវកំទេចមនុស្សនៅក្រោមអំណាចរបស់ពួកគេហើយលួចយកអ្វីដែលពួកគេចង់បាននោះដោយញាប់ញ័រនិងបដិសេធគីជុងទាមទារចង់ដឹងថាតើគាត់កំពុងនិយាយរឿងមិនសមហេតុផលអ្វីដោយភ្នែកក្រហមញ៉ាំងនិងចេតនាសម្លាប់ពេញបន្ទប់ឆាយុនព្រមានគាត់ឲ្យជ្រើសរើសពាក្យបន្ទាប់របស់គាត់ដោយប្រុងប្រយ័ត្នក្នុងទឹកដុំសម្លេងដ៏ត្រជាក់គាត់សួរថាតើមន្ទីរពិសោធន៍យេនៅដំណើរការឬអត់ពេលលើឈ្មោះនេះគីជុងជួនចិញ្ចើមហើយប្រកែកថាគាត់មិនដែលទាំងលើឈ្មោះកន្លែងបែបនេះផងឆាយុនបើកភ្នែកធំហើយសួរសំណួរម្ដងទៀតដោយសួរថាតើគាត់ពិតជាមិនដឹងអ្វីសោះអំពីកន្លែងពិសោធន៍គីមេរ៉ារបស់ជីតាគាត់មែនទេប៉ុន្តែគីជុងស្រែកចំអកហើយហៅវាថាជាការមួបង្កាច់ដោយអះអាងថាជីតារបស់គាត់បានធ្វើការស្រាវជ្រាវដើម្បីជាប្រយោជន៍ដល់មនុស្សជាតិសម្រាប់មនុស្សជំនាន់ក្រោយគាត់បន្ថែមដោយមោទនភាពថាបុរសនោះថែមទាំងបានបរិច្ចាគទ្រព្យសម្បត្តិទាំងមូលរបស់គាត់ដល់ជនរងគ្រោះនៃឧបទ្ទហេតុច្រកទ្វារដែលជាហេតុធ្វើឲ្យគាត់ទទួលបានរង្វាន់ Nobel រឿងនោះធ្វើឲ្យឆេយុនញឹមយ៉ាងកំណាចគាត់រអ៊ូតំថាប្រហែលជាមនុស្សឈួតចាស់នោះពិតជាបានផ្លាស់ប្ដូរចិត្តមុនពេលគាត់ស្លាប់មែនទោះជាយ៉ាងណាក៏ដោយគាត់និយាយថាវាជារឿងគួរឲ្យសោកស្ដាយដែលជនពាលនោះស្លាប់លឿនពេកក្នុងនាមជាអ្នកប្រមាញ់បន្ទាប់មកគាត់ក៏ឆ្ងល់ខ្លាំងថាតើផលប៉ះពាល់នៃការធ្លាក់ចេញពីបង្អួចលើច្រកទ្វារនោះអាចជួយក្នុងរឿងនេះដែរឬទេភ្នែករបស់គីជុងបើកធំដោយក្តីរន្ធត់ព្រោះឧបទ្ទហេតុនោះត្រូវបានគេសន្មតថាលាក់ចិត្តមិនឲ្យសាធារណជនដឹងទេជាការពិតណាស់ឆេយុនដឹងហើយគាត់គឺជាអ្នកដែលបានរុញបុរសចំណាស់នោះទម្លាក់តាំងពីដំបូងមកម្លេះហូស៊ីលចាស់ជរានោះបានគំរាមបោះក្មេងគីមេរ៉ាចូលទៅក្នុងច្រកទ្វារដូច្នេះគាត់ក៏សម្រេចចិត្តឲ្យបាក់ដអានជួបប្រទះវាដោយផ្ទាល់តែម្ដងនិយាយចប់គាត់បានបញ្ជាឲ្យគីជុងស៊ើបអង្កេតអ្វីដែលនៅសេសសល់ពីមន្ទីរពិសោធន៍ជីតារបស់គាត់ហើយរៀបចំរបាយការណ៍ឲ្យរួចរាល់នៅពេលគាត់ត្រឡប់មកវិញលើក្រោយគាត់នៅតែមិននឹកស្មានដល់រឿងដ៏គួរឲ្យអស់សំណើចដែលបានជួបចៅប្រុសរបស់បាក់ដអានបន្ទាប់ពីរយៈពេលជាច្រើនឆ្នាំមកនេះគាត់ទើបតែមានអាយុ9ឆ្នាំប៉ុណ្ណោះនៅពេលដែលអ្នកវិទ្យាសាស្ត្រឈ្មោះលីលីនោះបានចាប់ពង្រត់គាត់បន្ទាប់ពីត្រូវបានប្រែក្លាយទៅជាអាវុធគ្មានវិញ្ញាណអ្វីដែលគាត់អាចគិតបានគឺការបំពេញបញ្ជាហើយពេលវេលាក៏កន្លងផុតទៅមុនពេលគាត់ដឹងខ្លួនទៅទៀតតាមដែលគាត់ដឹងមន្ទីរពិសោធន៍អាចនឹងកំពុងប្រតិបត្តិការក្រោមឈ្មោះថ្មីទាំងស្រុងឥឡូវនេះភ្លាមនោះអ្នកគ្រប់គ្រងគីមបានត្រឡប់មកវិញដោយកាន់ដពីដែលពោពេញទៅដោយទឹកម៉ាណាពណ៌បៃតងចែងចាំងឆាយុនពិតជាចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះភាពរហ័សរហួនរបស់អ្នកជំនាញចំណាត់ថ្នាក់ឯនេះជាមួយនឹងអាកប្បកិរិយាដ៏រាបទាបនិងស្មោះត្រង់របស់គាត់អ្នកគ្រប់គ្រងកញ្ញាដោយប្រុងប្រយ័ត្ននៅថ្លៃដើមវត្ថុធាតុដើមទាំងអស់ជាការតបស្នងវីរបុរសរបស់យើងផ្ដល់ឲ្យគាត់នៅកិច្ចសន្យាឯកជនមួយដែលគាត់នឹងបន្តផ្គត់ផ្គង់គ្រឿងផ្សំកម្រហើយគ្រូគីមីសាស្ត្រនឹងរ៉ាប់រងការចម្រាញ់ទាំងអស់ការផ្ដល់ជូនដល់សប្បុរសរបស់គាត់បានធ្វើឲ្យលោកពូថតនោះរំភើបចិត្តយ៉ាងខ្លាំងបុរសនោះស្រក់ទឹកភ្នែកដោយក្តីរីករាយនៅពេលដែលគាត់ដឹងថាទីបំផុតគាត់អាចទិញអគាររបស់គាត់ត្រឡប់មកវិញនិងសងបំណុលទាំងអស់ដែលជំពាក់គេនៅពេលឆេយុនសួរថាហេតុអ្វីបានជាគាត់យំភ្លាមនោះអ្នកគ្រប់គ្រងបានរៀបរាប់អំពីអតីតកាលដ៏លំបាករបស់គាត់នៅក្នុងតំបន់អនាធិបតេយ្យឪពុកម្ដាយរបស់គាត់បានយកប្រាក់កម្ចីយ៉ាងច្រើនដើម្បីឲ្យគាត់អាចរៀនសូត្រទោះបីជាពួកគេស្ទើរតែគ្មានប្រាក់ទិញអាហារក៏ដោយគាត់ធ្វើការដោយមិនចេះនឿយហត់ដើម្បីសង្វារប៉ុន្តែទោះជាគាត់ធ្វើការអ្វីក៏ដោយក៏វាមិនដែលគ្រប់គ្រាន់ឡើយក្មេងប្រុសរបស់យើងធានាដល់គាត់ថាចាប់ពីពេលនេះទៅគាត់នឹងមានការងាររងចាំគាត់ជានិច្ចបន្ទាប់មកក៏សម្រេចចិត្តត្រឡប់ទៅវិញដោយសង្ឃឹមថាមិនមានរឿងអាក្រក់កើតឡើងខណៈពេលដែលគាត់មិននៅប៉ុន្តែជីវិតកម្រនឹងដើរតាមផ្លូវដែលយើងចង់បានណាស់ត្រឡប់ទៅពិភពលោកមួយទៀតប្អូនស្រីរបស់យូទីបំផុតក៏បាត់បង់ការគ្រប់គ្រងយុគ Decide មិនវាយទៅវិញដោយព្យាយាមនិយាយហេតុផលជាមួយនាងហើយអង្វរនាងឲ្យដឹងខ្លួនវិញដោយចាប់មុខរបស់គាត់នាងបានប្រវែងគាត់ឆ្លងកាត់បន្ទប់ដូចជាបាល់ប៊ូលីងមួយសន្ទុះគាត់ដេកស្ទោកស្ដឹងដោយគិតថានេះប្រហែលជាទីបញ្ចប់សម្រាប់គាត់ហើយប៉ុន្តែភ្លាមនៅពេលដែលគាត់ឃើញគីមនិងកូកែនៅពីលើគាត់នឹកឃើញការសន្យាដែលគាត់បានធ្វើដើម្បីការពារពួកគេកម្លាំងបានហូរត្រឡប់ចូលទៅក្នុងខ្លួនគាត់វិញហើយគាត់ក៏លោតចូលទៅធ្វើសកម្មភាពម្ដងទៀតគាត់ហោះសម្ដៅទៅរកប្អូនស្រីរបស់គាត់ដោយផ្ទាល់ដោយបដិញ្ញាបញ្ចប់ការឈឺចាប់របស់នាងនិងជូនពរឲ្យនាងមានសេចក្តីសុខក្នុងជាតិក្រោយ
ប៉ុន្តែមុនពេលបងប្អូនទាំងពីរនាក់ប៉ះគ្នាបុរសរបស់យើង Crash បានចុះចតយានចាហួយហោះរបស់គាត់ចំកណ្ដាលរវាងពួកគេដោយបំបែកការប្រយុទ្ធក្នុងទម្រង់ដ៏រំភើបមនុស្សបាក់សីស្រឡាំងកាំមួយផ្លេតប៉ុន្តែវាបានប្រែទៅជាកំហឹងយ៉ាងលឿននៅពេលដែលគាត់ដឹងថាមិត្តល្អបំផុតរបស់គាត់ទើបតែបើកកិនប្អូនស្រីរបស់គាត់ទុកវាចោលសិនគាត់ទាមទារចង់ដឹងថាតើគាត់ទទួលបានលទ្ធផលល្អជាមួយថ្នាំដែរឬទេជាមួយនឹងស្នាមញញឹមដ៏មានទំនុកចិត្តវីរបុរសរបស់យើងលើកដបពណ៌បែកតង់ភ្លឺទាំងពីរឡើងដោយដែលបានសន្យាយប់ជ្រៅបន្តិចក្រុមនេះបានសម្រាកបន្ទាប់ពីអាហារពេលល្ងាចដ៏ឆ្ងាញ់ពិសាប្អូនស្រីរបស់យូឈ្មោះជាភ្ញាក់ឡើងយឺតនៅក្បែរគីមហើយឆ្ងល់ថាតើនាងកំពុងយល់សប្តិឬថាតើនេះជាពិភពវិញ្ញាណងាកក្បាលទៅនាងឃើញបងប្រុសរបស់នាងនឹងជន់ចម្លែកម្នាក់អង្គុយនៅក្បែរភ្នក់ភ្លើងនៅពេលឆយន្តក្រឡេកមើលមកនាងភ័យស្លន់ស្លោដោយមិនដឹងថាគាត់ជានរណាឬហេតុអ្វីបានជានាងត្រូវបានហុំព័ទ្ធដោយមុខដែលមិនធ្លាប់ស្គាល់ក្បាលបក្សីងាកមកវិញដោយស្នាមញញឹមដ៏កក់ក្ដៅហើយប្រាប់នាងឲ្យពិនិត្យមើលរុនម៉ាណារបស់នាងហើយពិតប្រាកដណាស់វាត្រូវបានជួសជុលទាំងស្រុងនិងខ្លាំងជាងពេលណាទាំងអស់នាងក៏ដឹងថាផ្ទៃមុខរបស់នាងបានក្លាយជាមនុស្សវិញហើយនៅពេលជាងាកទៅសួរបងប្រុសរបស់នាងថាជនចម្លែកនោះជានរណាយូសួរលេងសើចថាតើនាងពិតជាមើលមិនដឹងមែនទេនៅពេលដែលក្មេងប្រុសដែលនាងចង់ជួបតាំងពីយូរមកហើយកំពុងឈរនៅចំពោះមុខនាងនោះនៅពេលការពិតទីបំផុតបានដឹងដល់នាងក៏ស្រក់ទឹកភ្នែកដោយសួរថាតើគាត់ពិតជាលេខ17ពីរមែនឬយូបញ្ជាក់វាដោយនិយាយថាគាត់បានជួយសង្គ្រោះជីវិតរបស់ពួកគេម្ដងទៀតហើយទន្ទឹមនឹងនេះក្មេងប្រុសរបស់យើងមិនចាប់អារម្មណ៍នឹងអារម្មណ៍រំភើបរបស់ពួកគេទេហើយសួរថាតើពួកគេអស់ស្លាយក្រហមទៀតហើយមែនទេដោយមិនខ្វល់ពីបុគ្គលិកលក្ខណៈត្រជាក់ធម្មតារបស់គាត់ជេរដោះរបាំងមុខរបស់នាងចេញយឺតជាលើកដំបូងក្នុងរយៈពេលជាច្រើនឆ្នាំហើយថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រពីបាតបេះដូងរបស់នាងពេលនោះគីមក៏ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះទេពអប្សរទឹកជ្រៅពណ៌មាសដែលកំពុងភ្លឺចែងចាំងនៅលើផ្ទៃទឹកជេរពន្យល់ថាប្រសិនបើអ្នកដើរតាមពួកគេត្រឡប់ទៅផ្ទះវិញបន្ទាប់ពីថ្ងៃរះអ្នកអាចរកឃើញរ៉ែថ្មខៀវពណ៌លឿង Yellow Quartz នៅក្បែរសម្បុករបស់ពួកគេការរំលឹកភ្លាមនោះធ្វើឲ្យវីរបុរសដ៏ត្រជាក់និងពូកែគិតគូររបស់យើងដឹងថាគាត់ភ្លេចទាំងស្រុងថាការស្វែងរករ៉ែនោះគឺជាហេតុផលចម្បងដែលគាត់មកទីនេះតាំងពីដំបូងត្រឡប់ទៅពិភពមនុស្សវិញកូនចៅរបស់អ្នកនាយករាយការណ៍ថាអ្នកប្រមាញ់ជាច្រើនអ្នកមិនអាចយកសត្វម៉ាស៊ីននោះមកវិញបានទេអ្វីដែលពួកគេដឹងគឺថាបច្ចុប្បន្នវាកំពុងលាក់ខ្លួននៅកន្លែងណាមួយក្នុងតំបន់ឆ្នេរអ្នកនាយកមានការងឿងឆ្ងល់យ៉ាងខ្លាំងចំពោះរឿងនោះដូច្នេះមនុស្សរបស់គាត់ពន្យល់ថាអ្នកប្រមាញ់ចំណាត់ថ្នាក់ឲ្យទាំងអស់ដែលបានទៅទីនោះត្រឡប់មកវិញដោយគ្មានការចងចាំអំពីកន្លែងនោះទេទោះជាយ៉ាងណាក៏ដោយកម្មវិធីតាមដានរបស់ពួកគេនៅតែអាចរកឃើញគោលដៅបន្ទាប់មកទូរស័ព្ទរបស់អ្នកនាយកក៏រត់ឡើងហើយនៅម្ខាងទៀតគឺជាសម្លេងដ៏ខឹងសម្បារដោយមិនបង្អង់យូរគាត់សួរចង់ដឹងថាតើនាយកធ្លាប់ឬឈ្មោះមន្ទីរពិសោធន៍ដែរឬទេនាយកបានបដិសេធដាច់អង្ការមិនចង់អ្វីទាំងអស់អំពីមន្ទីរពិសោធន៍បែបនោះដូច្នេះជាយងចាប់ផ្ដើមរៀបរាប់គ្រប់ព័ត៌មានលម្អិតដ៏អាក្រក់ដែលគាត់បានដឹងប៉ុន្តែនាយកមេអងបានកាត់សម្ដីគាត់យ៉ាងលឿនគាត់អះអាងថាសាស្ត្រាចារ្យបែកយកបានបង្រៀនគាត់ឲ្យតែងតែដើរតាមការស្រាវជ្រាវដ៏ស្មោះត្រង់និងបម្រើមនុស្សជាតិគាត់សឹកលើឈ្មោះបុរសចំណាស់ម្នាក់នោះថាគាត់មិនទាន់ភ្លេចមេរៀននោះទេរួចនិយាយថាគាត់រវល់ហើយក៏ផ្ដាច់ការហើយចេញទៅភ្លាមបន្ទាប់ពីបិទទូរស័ព្ទបុរសម្នាក់នោះចាប់ផ្ដើមភ័យស្លន់ស្លោគាត់មិនអាចយល់បានថាតើចៅប្រុសរបស់សាស្ត្រាចារ្យដែលគ្មានប្រយោជន៍ម្នាក់នោះដឹងអំពីមន្ទីរពិសោធន៍បានយ៉ាងដូចម្តេចនៅពេលដែលរាល់កំណត់ត្រាទាំងអស់ត្រូវបានលុបចោលមុនពេលគាត់អាចគិតច្រើនពេកអ្នកវិទ្យាសាស្ត្រម្នាក់បានសម្រុកចូលការិយាល័យជាមួយកាបូបយួរមួយដែលញ័រដោយសារតែភាពរំភើបគាត់រាយការណ៍ថាការពិសោធន៍បញ្ចូលគ្នារវាង Mandragora ជាមួយ Barot Mercury ទទួលបានជោគជ័យយ៉ាងខ្លាំងនៅទីបំផុតពួកគេបានបង្កើត Mandragora លោហៈរាវដែលគាត់ចង់បានខណៈពេលដែលនាយកមើលឃើញវាបុរសចម្លែកម្នាក់នោះមានអារម្មណ៍ព្រឺរំពេញឆ្អឹងខ្នងគាត់រំភើបចិត្តណាស់ពីព្រោះ Mandragora បង្កើតចំណងយ៉ាងរឹងមាំតាមធម្មជាតិហើយលោហៈរាវក៏មានលក្ខណៈសម្បត្តិដូចគ្នាដែរការរួមបញ្ចូលលក្ខណៈពិសេសទាំងពីរទៅជាឈាមរ៉ាមានន័យថានៅទីបំផុតគាត់មានសត្វមួយដែលអាចតាមរកខឹមដែលជាស្នាដៃមេកានិកដ៏មានតម្លៃបំផុតរបស់គាត់ដូច្នេះគាត់បញ្ជាឲ្យកូនចៅបង្កើនប្រាក់រង្វាន់សម្រាប់អ្នកប្រមាញ់កម្រិតឲ្យហើយស្វថានឹងធានាឲ្យបានថាស្នាដៃដ៏ល្អបំផុតរបស់គាត់ត្រូវបានរកឃើញទោះបីជាក្នុងតម្លៃណាក៏ដោយទន្ទឹមនឹងនោះយើងកំពុងសម្រាកលំហែកាយនៅលើឆ្នេរខ្សាច់ក្បែរផ្ទះរបស់ឆេយ៉ុនកាលពីយប់មិញប្រុសស្អាតរបស់យើងបានអញ្ជើញយកនឹងប្អូនស្រីរបស់គាត់ឲ្យស្នាក់នៅជាមួយគាត់មួយរយៈគាត់ថែមទាំងសន្យាថាមានចុងភៅអាជីពម្នាក់កំពុងរងចាំប៉ុន្តែយកកាន់តែភ្ញាក់ផ្អើលដែលដឹងថាឥឡូវនេះគាត់ពិតជារស់នៅក្នុងអាណាចក្របិសាចមែនប្រុសស្អាតរបស់យើងធានាប្រាប់គាត់ថាវាជាកន្លែងដែលសម្រាប់លំហែបានយ៉ាងល្អនៅពេលដែលអ្នកស៊ាំនឹងបរិយាកាសទីនេះគាត់គ្រាន់តែសម្លឹងមើលយកហើយសួរថាតើគាត់ពិតជាចង់ត្រឡប់ទៅពិភពលោកដែលត្រូវបណ្ដាសានោះវិញមែនទេបុរសក្បាលបក្សីសាគៀបថាជីវិតនៅលើផែនដីមិនដែលល្អសម្រាប់គាត់ឬប្អូនស្រីរបស់គាត់ឡើយប៉ុន្តែគាត់នៅតែចង់ឃើញថាតើអ្វីបានផ្លាស់ប្ដូរនៅគឺដូច្នេះប្រុសស្អាតរបស់យើងប្រាប់គាត់ថាវាអាចទៅរួចពីព្រោះគាត់មានគំនិតមួយដែលអាចព្យាបាលបណ្ដាសារបស់ពួកគេបានគាត់ពន្យល់ថាមានអ្នកជំនាញលោហធាតុវិទ្យាដ៏មានទេពកោសល្យម្នាក់ដែលគាត់បានជួបកាលពីនៅផែនដីអ្នកគ្រប់គ្រងខេមប្រហែលជាអាចរកវិធីព្យាបាលបានប្រសិនបើពួកគេទុកពេលឲ្យគាត់សិក្សាអំពីបណ្ដាសារបស់ពួកគេបន្ទាប់ពីស្ងាត់មួយសន្ទុះវាស្រាប់តែចាប់ផ្ដើមយំ
គាត់សួរឆេយ៉ុនថាហេតុអ្វីបានជាគាត់តែងតែមានចិត្តល្អចំពោះរូបគាត់និងប្អូនស្រីយ៉ាងនេះបើទោះបីជាពួកគេមិនដែលធ្វើអ្វីឲ្យគាត់ក៏ដោយប្រុសស្អាតរបស់យើងប្រាប់គាត់ថាគាត់ជួយពួកគេពីព្រោះគាត់គិតថាវាអាចជួយឲ្យគាត់រកឃើញចម្លើយសម្រាប់ខ្លួនឯងគាត់បានចំណាយពេលច្រើនឆ្នាំឆ្ងល់ថាតើមានអ្វីដែលសំខាន់ជាងនៅក្នុងជីវិតក្រៅពីការព្យាយាមរស់រានមានជីវិតដែរឬទេត្រឡប់ទៅរកយកនៅលើឆ្នេរខ្សាច់វិញជាហោះចេញពីសមុទ្រទាំងកាន់ខ្សែពួរយក្សពីរនៅក្នុងដៃនាងបោះខ្សែមួយទៅឲ្យបងប្រុសរបស់នាងហើយប្រាប់ឲ្យគាត់ទាញដោយប្រើកម្លាំងទាំងអស់ដែលមានគាត់ទាញដោយកម្លាំងទាំងអស់របស់គាត់ប៉ុន្តែទោះជាយ៉ាងណាក៏ដោយគាត់នៅតែស៊ូក្រោមទម្ងន់ដ៏ធ្ងន់អស្ចារ្យនោះវាប្រែថាគាត់កំពុងអូសសំណាញ់ដ៏ធំមួយដែលផ្ទុកទៅដោយគ្រីស្តាល់ខ័រច្រើនលើសលប់បន្ទាប់មកយេស៊ូថាមិនអាចជាបានជាគាត់ជ្រើសរើសរបស់យើងនៅពេលដែលគាត់អាចត្រឡប់ទៅក្នុងវិញ្ញាណនោះទេសោះទន្ទឹមនឹងនេះឆេយ៉ុនមានអារម្មណ៍ថាស្រស់ស្រាយពីព្រោះគាត់មិនបានហែលទឹកឲ្យបានត្រឹមត្រូវយូរមកហើយម្យ៉ាងវិញទៀតខេមចង់មុជទឹកម្ដងទៀតពីព្រោះផ្ទះរបស់ទេពអប្សរសមុទ្រនៅបាតសមុទ្រស្រស់ស្អាតខ្លាំងណាស់ដែលមិនអាចរកអ្វីប្រៀបបានទុកចោលរឿងនោះសិនយេស៊ូថាតើពួកគេនឹងដឹកជញ្ជូនខលទាំងអស់នោះត្រឡប់ទៅព្រៃវិញដោយរបៀបណាខណៈពេលដែលប្រុសស្អាតរបស់យើងព្យាយាមរកផែនការសេចក្មាតម្នាក់ឯងស្រាប់តែហោះពីលើក្បាលរបស់គាត់យល់ថាវាចម្លែកពីព្រោះបក្សីទាំងនោះជាធម្មតាហោះជាហ្វូងធំខេមញឹមដោយសារតែរោមរបស់វាស្អាតខ្លាំងណាស់ប៉ុន្តែជាប្រាប់នាងយ៉ាងលឿនថានាងនឹងលែងញឹមហើយប្រសិនបើបានឃើញវានៅជិតសេកខ្មាគឺជាសត្វចម្លែកដែលមានកម្ពស់4ម៉ែត្រជាមួយជ្រឹតកាច់សាហាវហើយអ្នកប្រមាញ់ជាធម្មតារត់យកប្រាសាយជីវិតភ្លាមនៅពេលពួកគេប្រទះឃើញវាទោះជាយ៉ាងណាក៏ដោយអ្វីដែលប្រុសស្អាតរបស់យើងមើលឃើញគឺគ្រាន់តែជាឡានដឹកជញ្ជូន Amazon ដ៏ងាយស្រួលមួយដែលកំពុងហោះហើរលើមេឃប៉ុណ្ណោះត្រឡប់ទៅផ្ទះរបស់គាត់វិញនាងកំពុងវឹកហាត់យ៉ាងខ្លាំងហើយគាត់មានអារម្មណ៍ថាសមត្ថភាពវេទមន្តរបស់គាត់កំពុងកើនឡើងយ៉ាងល្អតាមល្បឿននេះគាត់ប្រហែលជាអាចឡើងដល់កម្រិតឲ្យលឿនជាងអ្វីដែលគាត់បានស្រមៃទៅទៀតភ្លាមនៅពេលគាត់គិតដូច្នេះគាត់ឃើញ Mandragora ដែលមើលទៅហាក់ដូចជាស្ទើរតែស្លាប់បានដួលសន្លប់នៅពីក្រោយគាត់ស្មានថាអាទូចដែលកំពុងខឹងម្នាក់នេះប្រហែលជាអន់ចិត្តនឹងរូបគាត់ប៉ុន្តែតាមពិតទៅវាគឺដោយសារតែវាត្រូវបានគេធ្វើបាបដោយក្រុមបរិសុទ្ធ3នាក់ក្នុងឈុតខ្មៅស្រាប់តែម្នាក់ក្នុងចំណោមពួកគេបានចំណាំញ៉ាំបានតាមរយៈក្បាលកំពេកដ៏ភ្លឺរលោងរបស់គាត់ហើយឆ្ងល់ថាតើឥឡូវនេះគាត់ជាជនអនិច្ចាដែលរស់នៅលើភ្នំយ៉ាងណាណែមបានយកដៃខ្ទប់ក្បាលរបស់គាត់យ៉ាងលឿនដោយសារតែភាពខ្មាស់អៀនគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលក្រុមអ្នកបង្កបញ្ហាដែលបានធ្វើបាបគាត់ក្នុងអំឡុងពេលប្រឡងបែរជាអាចរកគាត់ឃើញនៅទីនេះទៅវិញប៉ុន្តែមុនពេលគាត់អាចមានប្រតិកម្មក្រុម Mandragora បានមកឈរនៅពីមុខគាត់ដូចជាអ្នកចម្បាំងការពារអញ្ចឹងពួកអ្នកប្រមាញ់ស្រឡាំងកាំងនៅពេលឃើញវាពីព្រោះសត្វទាំងនេះមានតម្លៃថ្លៃជាងទម្ងន់មាសរបស់ពួកវាទៅទៀតបុរសម្នាក់ដំបូងបានដើរទៅរកពួកគេហើយព្យាយាមប្រព្រឹត្តទៅលើពួកគេដូចជាគាត់កំពុងតែផ្សាំងសត្វចិញ្ចឹមដ៏រួសរាយរាក់ទាក់រឿងនោះធ្វើឲ្យញ៉ាំខឹងសម្បាយ៉ាងខ្លាំងហើយគាត់ដឹងថាគាត់ត្រូវតែធ្វើអ្វីមួយពីព្រោះអ្នកទាំង3មានសារៈសំខាន់ខ្លាំងណាស់សម្រាប់មេរបស់គាត់ប៉ុន្តែវាប្រែថាគាត់មិនចាំបាច់លើកម្រាមដៃសូម្បីតែបន្តិចពីព្រោះ Mandragora ដែលថតម្នាក់នោះគ្រាន់តែលើកជើងតូចរបស់វាប៉ុណ្ណោះស្រាប់តែមនុស្សល្ងងទាំង3នាក់ត្រូវបានឃ្លាតចេញយ៉ាងខ្លាំងរហូតដល់ពួកគេឆ្ងល់ថាតើមានគ្រោះរញ្ជួយដីដោយការភ័ន្តច្រឡំដែរឬទេទន្ទឹមនឹងនេះប្រុសស្អាតរបស់យើងកំពុងហោះហើរលើមេឃដោយជិះសេកថ្មាតដែលគាត់ទើបតែផ្សាំងបានថ្មីប៉ុន្តែគាត់ឆ្ងល់ថាតើបក្សីនេះហោះយឺតដោយសារតែទម្ងន់ឬក៏ដោយសារតែគាត់ប្រើហិង្សាចលនពេកក្នុងការផ្សាំងវាត្រឡប់ទៅរកណាមវិញគាត់ស្ទើរតែឈួតចិត្តនៅពេលដែលគាត់ឃើញអ្នកដែលបង្កឲ្យមានការផ្ទុះគាត់គិតថាយានិងបងប្រុសរបស់នាងគឺជាសត្វចម្លែកថ្នាក់ Apocalypse ដែលរស់នៅក្បែរតំបន់ឆ្នេរនៅពេលដែលគាត់ចាំថាអ្នកផ្សេងទៀតក៏បានទៅទីនោះដែរគាត់មានការព្រួយបារម្ភយ៉ាងខ្លាំងពីព្រោះគ្មាននរណាម្នាក់ត្រឡប់មកវិញឡើយគាត់ថែមទាំងពិចារណាចងសម្ព័ន្ធភាពបណ្ដោះអាសន្នជាមួយបុរសក្នុងឈុតខ្មៅទាំងនោះទៀតផងប៉ុន្តែមុនពេលរឿងនោះកើតឡើងជាបានមកដល់ពីមុខគាត់ហើយសួរដោយធម្មតាថាតើគាត់គឺជាចុងភៅដ៏ល្បីល្បាញរបស់ឆេយ៉ុនទេយ៉ាងខ្លាំងដែលដឹងថាសត្វចម្លែកពិតជាអាចនិយាយបានប៉ុន្តែភ្លាមនៅពេលដែលគាត់ជឿពាក្យថាចុងភៅគាត់ក៏ប្រញាប់សួរនាងថាតើនាងស្គាល់មេរបស់គាត់មែនទេយកបានអះអាងដោយមោទនភាពថាពួកគេគឺជាមិត្តភក្តិល្អនឹងគ្នាក្រៅពីនោះនៅពេលដែលយេស៊ូថាតើក្រុមមនុស្សគួរឲ្យសង្ស័យទាំង3នាក់នោះជាភ្ញៀវមែនទេណែមក៏មានគំនិតអាក្រក់បន្តិចកើតឡើងគាត់បានប្តឹងប្រាប់ទៅអ្វីដែលគាត់គិតថាជាសត្វចម្លែកថ្នាក់ Apocalypse ថាក្រុមទាំង3នាក់នោះគឺជាចោរដ៏កំណាចដែលកំពុងលួចទ្រព្យសម្បត្តិរបស់មេគាត់វាគឺជាខណៈពេលដ៏ជាក់លាក់នេះហើយដែលពួកគេដឹងថាពួកគេបានធ្វើឲ្យមានរឿងធំហើយ1ម៉ោងបានកន្លងផុតទៅហើយប្រុសស្អាតរបស់យើងទីបំផុតបានត្រឡប់ទៅផ្ទះដ៏រាបទាបរបស់គាត់វិញជាមួយបាវដ៏ធំមួយដែលពោពេញទៅដោយខយស្រោបគាត់សង្កេតឃើញថាសេកខ្មាត់នោះស្ទើរតែស្លាប់ទៅហើយដោយសារតែការដឹកជញ្ជូនទម្ងន់ដ៏ធ្ងន់បែបនេះរាប់ម៉ាយដូច្នេះគាត់ក៏ប្រាប់វាឲ្យសម្រាប់បន្ទាប់ពីបំពេញការងារបានយ៉ាងល្អអាទូចដែលជាបក្សីនោះក៏បានរមាចេញពីក្នុងថ្មាតដែរពីព្រោះដូចជាវាពលរលកដោយសារតែហោះខ្ពស់ពេកឃើញក្រុមអ្នកប្រមាញ់កម្រិតឯទាំង3នាក់ត្រូវបានចងភ្ជាប់នឹងដើមឈើដូចជាចំណាប់ខ្មាំងប្រុសស្អាតរបស់យើងឆ្ងល់ថាតើមានអ្វីកើតឡើងនៅពេលដែលគាត់មិននៅយកបានរៀបរាប់រឿងរ៉ាវអំពីចៅលួច Mandragora ឲ្យគាត់ស្ដាប់ប៉ុន្តែគាត់សង្ស័យថាមានអ្វីមួយដែលជ្រៅជាងនេះកំពុងកើតឡើងទន្ទឹមនឹងនេះជាសូមឲ្យខេមជួយផ្ដល់យោបល់អំពីផ្ទះដ៏ស្រស់ស្អាតនិងរាបទាបរបស់នាងខណៈពេលដែលស្រីទៅដើរមើលកំសាន្តយកពន្យល់ថាបុរសទាំងនេះមកពីមន្ទីរស្រាវជ្រាវពួកគេជាកម្មសិទ្ធិរបស់ស្ថាប័នដែលកំពុងតាមប្រមាញ់ខេម
Pros អាចរបស់យើងស្គាល់ថាវាជាមន្ទីរពិសោធន៍ដែល NAM បានលួចឧបករណ៍តាមដានមកគាត់ដឹងថាអ្នកប្រមាញ់កាន់តែច្រើននឹងបន្តមកទីនេះទៀតពីព្រោះខេមមានឧបករណ៍តាមដានប្រភេទខ្លះដែលកំពុងដំណើរការទោះបីជាស្ថិតនៅក្នុងអាណាចក្រវិសាចក៏ដោយទោះជាយ៉ាងណាក៏ដោយគាត់នៅតែមានការភ័ន្តច្រឡំអំពីរបៀបដែលពួកគេរកឃើញផ្ទះរបស់គាត់នៅពេលដែលគាត់និងខេមបានទៅឆ្ងាយរហូតដល់តំបន់ឆ្នេរបន្ទាប់ពីនោះយាបានលើក Mandragora លោហៈមួយនៅក្នុងដៃរបស់គាត់ហើយពន្យល់ថាវាប្រហែលជាដោយសារតែអាទូចបង្កប់បញ្ហាដល់ភ្លឺរលោងម្នាក់នេះហើយPros អាចរបស់យើងស្ទើរតែមិនជឿថាមាននរណាម្នាក់ពិតជាអាចបញ្ចូលលោហៈរាវជាមួយ Mandragora ដែលមានជីវិតដើម្បីតែតាមដានខេមនោះទេយកបន្ថែមថាពួកគេមកទីនេះបានត្រឹមតែដោយសារតែ Mandragora របស់ពួកគេបានបង្ហាញផ្លូវហើយគោលដៅបន្ទាប់របស់ពួកគេគឺតំបន់ឆ្នេរឬដូច្នេះ Cheon ដឹងថាគាត់ពិតជាត្រូវបង្កើតប្រព័ន្ធសុវត្ថិភាពប្រភេទខ្លះមុនពេលអ្វីកាន់តែអាក្រក់ទៅគ្រានោះហើយក្រុម Mandragora ទាំង3បានរត់មករកគាត់ពួកគេទាមទារឲ្យគាត់ប្រគល់បងប្អូនរបស់ពួកគេឲ្យវិញទោះបីជាម្នាក់នោះជាស្ត្រូវក៏ដោយនៅពេលដែលគាត់ប្រគល់អាទូចដែលស្វិតនោះឲ្យទៅពួកគេបានស្រែកដាក់គាត់ភ្លាមឲ្យយកម្នាក់ទៀតចេញមកដែរគាត់ភ្ញាក់ផ្អើលដែលពួកគេអាចដឹងថាគាត់មាន Mandragora ចាស់ជ្រីវជ្រួញម្នាក់លាក់នៅក្នុងហោប៉ៅគាត់ចាំថាអ្នកគ្រប់គ្រងខេមបានឲ្យវាទៅគាត់ពីព្រោះគាត់ជឿថា Cheon អាចមើលថែវាបានយ៉ាងល្អបុរសចំណាស់នោះពិតជាបានស្រក់ទឹកភ្នែកមែនទែនចំពោះការបាត់បង់បន្លាយជ្រីវជ្រួញម្នាក់នោះទោះជាយ៉ាងណាក៏ដោយក្រុម Mandragora បានជីកគ្រូនតូចយ៉ាងលឿនសម្រាប់បងប្អូនដែលរងរបួសរបស់ពួកគេនៅពេលដែលអ្នកទាំងពីរដែលរងរបួសបានចូលទៅខាងក្នុងអ្នកទាំងពីរមានចិត្តសប្បាយរីករាយឡើងវិញដូចជាគ្មានអ្វីកើតឡើងអញ្ចឹងហើយគាត់មានអារម្មណ៍ធូរស្រាលដែលពួកគេមិនឆ្លោះគ្នាណែមព្យាយាមអបគាត់ទាំងទឹកភ្នែកហូរពេញមុខនៅពេលដែលគាត់សួរជាថាហេតុអ្វីបានជាណែមមើលទៅដូចជាជនអនិច្ចានាងបានពន្យល់ថាគាត់ស្ទើរតែត្រូវបានត្រីពីរ៉ាណាស៊ីទាំងរស់នៅក្នុងបឹងដូចជាមនុស្សល្ងងម្នាក់អញ្ចឹងបុរសម្នាក់នោះស្បត់ថាគាត់ធ្វើបែបនោះគឺដើម្បីប្រមូលគ្រឿងផ្សំល្អសម្រាប់រៀបចំម្ហូបពិសេសសម្រាប់ភ្ញៀវរបស់មេគាត់ប៉ុណ្ណោះណែមសុំឲ្យអ្នករាល់គ្នារងចាំមួយផ្លែតដើម្បីឲ្យគាត់អាចធ្វើម្ហូបពិសេសនេះប៉ុន្តែនៅពេលដែលគាត់ក្រឡេកឃើញសត្វសេកថ្មាតកំពុងសម្រាកក្បែរគាត់ក៏មានអាការៈភ័យខ្លាចយ៉ាងខ្លាំងភ្លាមវីរបុរសរបស់យើងប្រាប់គាត់ឲ្យទុកការសម្ដែងនោះសិនហើយផ្ដោតលើការធ្វើម្ហូបឲ្យរួចរាល់វិញនៅក្បែរនោះខេមបានឃើញ Mandragora ដ៏ភ្លឺរលោងកំពុងនៅម្នាក់ឯងនាងចាប់អារម្មណ៍នឹងវត្ថុដ៏ភ្លឺរលោងនោះភ្លាមដូចជាកូនក្មេងដូច្នេះនាងក៏លូកដៃទៅប៉ះវានៅខណៈពេលដែលពួកគេប៉ះគ្នារឿងចម្លែកមួយបានកើតឡើងក្រោយមកបងប្អូនក្បាលបក្សីមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះម្ហូបពិសេសរបស់ណែមគឺបាយការីគីមជាមួយចានដ៏ឈ្ងុយឆ្ងាញ់បុរសម្នាក់នោះបានចំណាយពេលរាប់ម៉ោងដើម្បីរៀបចំម្ហូបដ៏អស្ចារ្យនេះដែលសូម្បីតែចុងភៅល្បីក៏មិនអាចធ្វើបានដែរក្រុមរបស់យើងញ៉ាំអាហារយ៉ាងឆ្ងាញ់ពិសាប៉ុន្តែ Cheon សង្កេតឃើញថា Kim ស្ទើរតែមិនញ៉ាំអ្វីសោះនៅពេលដែលគាត់សួរនាងថាមានរឿងអ្វីនាងឆ្លើយថានាងមានអារម្មណ៍មិនសូវស្រួលខ្លួនផ្ទុយទៅវិញនាងសុំទៅសម្រាកមួយផ្លែតប៉ុន្តែខួរក្បាលដ៏ឆ្លាតវៃរបស់គាត់ដឹងភ្លាមថានាងប្រហែលជាមានអារម្មណ៍មិនល្អចំពោះ Mandragora លោហៈរាវនោះនៅពេលថ្ងៃលិច Mandragora ដែលកំពុងសម្រាកក្នុងដីស្រាប់តែមានអារម្មណ៍ថាមានអ្វីប្លែកភ្លាមបន្ទាប់ពីប្រុសស្អាតរបស់យើងស្នើឲ្យពួកគេចាប់ផ្ដើមធ្វើរបងគាត់ក៏ចាប់អារម្មណ៍ឃើញរឿងនោះដែរស្រាប់តែទ្វារវិមាត្រដ៏ធំមួយបានរបើកឡើងនៅពីក្រោយផ្ទះរបស់គាត់ឃើញខេមឈរនៅពីមុខវានាងជឿជាក់ថាប្រសិនបើនាងនៅជាមួយគាត់បន្តទៀតនាងនឹងនាំគ្រោះថ្នាក់ដល់គាត់កាន់តែខ្លាំងនោះហើយជាមូលហេតុដែលនាងសម្រេចចិត្តត្រឡប់ទៅកន្លែងដើមវិញដោយកាន់ Mandragora លោហៈនៅក្នុងដៃនាងនិយាយពាក្យលាជាចុងក្រោយហើយរត់ចូលទៅក្នុងទ្វារវិមាត្រដោយមិនងាកក្រោយទោះជាយ៉ាងណាក៏ដោយគាត់បានចាប់នាងទាន់នៅវិនាទីចុងក្រោយហើយប្រាប់នាងថាផ្ទះរបស់គាត់គឺជាកន្លែងដែលនាងគួរតែនៅឬបែបនេះខេមក៏យំយ៉ាងខ្លាំងហើយ Cheon ក៏បានរៀនមេរៀនមួយថាមិនគួរទុកឲ្យក្មេងបាត់ពីខ្សែភ្នែកឡើយប៉ុន្មាននាទីក្រោយមកអាទូចកំពុងតែញ៉ាំមេរ៉ាមែនយ៉ាងឆ្ងាញ់ដូចជាគ្មានរឿងអ្វីកើតឡើងអញ្ចឹងនាងសប្បាយចិត្តនឹងអាហារខ្លាំងណាស់ប៉ុន្តែជាបញ្ជាក់ច្បាស់ថានាងនឹងមិនលើកលែងឲ្យឡើយប្រសិនបើលើកក្រោយនាងហ៊ានលួចរត់ទៅបាត់ទៀតខេមញ៉ាំរ៉ាមែនលឿនពេករហូតដល់រលាកអណ្ដាតដូច្នេះណែមក៏ឲ្យថ្នាំម្យ៉ាងដែលម្ដាយគាត់ធ្លាប់ប្រើឲ្យនាងផឹកវាជាភេសជ្ជៈដ៏ពេញនិយមដែលយើងចាំថាពួកគេក៏ធ្លាប់ប្រើវានៅក្នុងមន្ទីរពិសោធន៍ដែរបន្ទាប់ពីផឹកអស់ពីរបីដបនាងក៏មកអង្គុយក្បែរ Cheon នាងសុំទោសដែលធ្វើឲ្យគាត់បារម្ភប៉ុន្តែគាត់ធានាប្រាប់នាងថានាងមិនចាំបាច់សុំទោសអ្វីឡើយពីព្រោះអ្នកដែលខុសគឺអ្នកដែលបង្កើតនាងមកមិនមែនរូបនាងឡើយបន្ទាប់មកគាត់ក៏សួរនាងអំពីមិត្តភក្តិរបស់នាងមកពីកុលសម្ព័ន្ធដូងគាត់មិនចង់ធ្វើឲ្យអ្នកដែលមានចិត្តល្អចំពោះនាងរងរបួសឡើយនៅពេលដែលគាត់ចូលទៅវាយឆ្មក់មន្ទីរស្រាវជ្រាវខ
ខេមរៀបរាប់គ្រប់យ៉ាងដែលនាងដឹងហើយណែមក៏ដឹងពីទីតាំងនោះច្បាស់ដែរទន្ទឹមនឹងនោះបុរសទំពេកត្រៀមខ្លួនសងសឹកពួកអ្នកប្រមាញ់កម្រិតឯនោះវិញប៉ុន្តែអ្នកប្រមាញ់ម្នាក់បានព្យាយាមសូកប៉ាន់គាត់ឲ្យដោះលែងពួកគេអ្នកប្រមាញ់នោះនិយាយថាគេមានលុយច្រើនហើយអាចផ្ដល់ឲ្យគាត់យ៉ាងសន្ធឹកសន្ធាប់ប៉ុន្តែញ៉ែមបានបង្អាប់ជនអំនួតនោះវិញដោយបង្ហាញកាតខ្មៅដែលមានតែអ្នកមានបំផុតមួយប៉ុណ្ណោះដែលអាចប្រើបានណែមសាច់ចំអកពីព្រោះគាត់មិននឹកស្មានថាការសងសឹករបស់គាត់នឹងមកដល់លឿនបែបនេះឡើយអ្នកប្រមាញ់កម្រិតព្យាយាមធ្វើដូចជាលេងសើចប៉ុន្តែញ៉ែមមិនលើកលែងឲ្យឡើយគាត់បានយកគ្រាប់ថ្នាំដែលធ្វើពីស្មៅ Oblivion ញ៉ាត់ចូលមាត់ពួកគេដើម្បីកែប្រែចរិតអាក្រក់របស់ពួកគេព្រឹកបន្ទាប់ខេមកំពុងលេងជាមួយបក្សីតូចយ៉ាងសប្បាយរីករាយយេស៊ូគាត់ថាតើគាត់ពិតជាចង់ទៅវាយឆ្មក់មន្ទីរពិសោធន៍មែនទេគាត់យល់ព្រមហើយសុំឲ្យយេមើលថែខេមជំនួសគាត់គ្រានោះហើយណែមបានបង្ហាញខ្លួនជាមួយកាតាបយៈនិងស្នាមញឹមយ៉ាងរីករាយពីព្រោះទីបំផុតគាត់នឹងបានជួបអ្នកជំនាញលោហធាតុវិទ្យាដ៏ពូកែជាបញ្ជាក់ថាពួកគេមើលទៅងាយស្រួលនិងគេចំណាំបានពេកហើយដូច្នេះគួរតែបិទមុខខ្លះទៅដំបូងឡើយណែមមិនចាប់អារម្មណ៍ឡើយប៉ុន្តែចិត្តរបស់គាត់បានប្រែប្រួលភ្លាមនៅពេលដែលគាត់បានឃើញសម្រស់ដ៏ស្រស់ស្អាតរបស់ជានៅពីក្រោយរបាំងមុខជាអកុសលនាងបានឲ្យរបាំងមុខរបស់នាងទៅប្រុសស្អាតរបស់យើងទោះបីជាវាមិនសូវសមនឹងគាត់ក៏ដោយនោះគឺជាខណៈពេលដែលគាត់ដឹងថាគាត់បានលងស្រឡាញ់នាងតាំងពីឃើញដំបូងបាត់ទៅហើយគាត់បានសួរនាងថាតើបុរសប្រភេទណាដែលនាងចូលចិត្តយោនិងឆេយ៉ុនក៏ត្រៀមខ្លួនមើលរឿងភាគដ៏ជក់ចិត្តនេះដែរជាកិច្ចយ៉ាងយូររួចឆ្លើយថានាងចូលចិត្តបុរសដែលពូកែរ៉មនិងមានរោមក្រាស់ចម្លើយនេះបានធ្វើឲ្យណែមអស់សង្ឃឹមយ៉ាងខ្លាំងត្រឡប់មកផែនដីវិញប្រជាជនមានការព្រួយបារម្ភយ៉ាងខ្លាំងនៅពេលឃើញទ្វារវិមាត្រដ៏ធំមួយបង្ហាញឡើងសត្វសេកថ្មាដែលហោះចេញមកធ្វើឲ្យពួកគេភ័យស្លន់ស្លោនិងរាយការណ៍រឿងនេះភ្លាមនៅពេលដែលណែមនិយាយថាគ្រប់គ្នាមានការភ័យខ្លាចប្រុសស្អាតរបស់យើងគ្រាន់តែនិយាយថាគាត់មិនចាំបាច់ដើរទេបើគាត់អាចហោះបានគាត់បានដាក់ឈ្មោះឲ្យសត្វសេកថ្មានោះថាល្ប៊ឺលូកាផ្លូនៅមន្ទីរស្រាវជ្រាវអ្នកវិទ្យាសាស្ត្របានរាយការណ៍ថាអ្នកប្រមាញ់ទាំងអស់ដែលត្រឡប់មកវិញមានអាការៈបាត់បង់ការចងចាំយ៉ាងចម្លែកនាយកមានការខឹងសម្បារយ៉ាងខ្លាំងចំពោះការបាត់បង់ Mandragora លោហៈគ្រានោះហើយអ្នកវិទ្យាសាស្ត្រម្នាក់បានបង្ហាញក្រដាសមួយសន្លឹកដែលមានសរសេរថាជួបគ្នាឆាប់ទេនៅខណៈនោះបង្អួចនៅពីក្រោយគាត់បានបែកខ្ចាយហើយប្រុសស្អាតរបស់យើងក៏បានហោះចូលមកក្នុងកន្លែងធ្វើការនោះតែម្ដងគាត់បានដឹងថាការបាត់បង់រោមអណ្ដាតសត្វតែមួយសន្លឹកក៏ធ្វើឲ្យពិបាកក្នុងការគ្រប់គ្រងការហោះហើរដែរឈុតឆាកបានប្ដូរទៅអតីតកាលកាលពីណែមប្រាប់គាត់អំពីទីតាំងមន្ទីរពិសោធន៍ដែលជាកន្លែងមានអំណាចបំផុតនៅក្នុងប្រទេសណែមមានការភ័យខ្លាចពីព្រោះពួកគេកំពុងតែប្រព្រឹត្តបាតុក្រិតធ្ងន់ធ្ងរប្រឆាំងនឹងស្ថាប័នដ៏ធំបែបនេះទោះជាយ៉ាងណាក៏ដោយភាពស្ងប់ស្ងាត់របស់មេគាត់បានផ្ដល់ទំនុកចិត្តខ្លះដល់គាត់បានពន្យល់ពីមូលហេតុដែល Blue ត្រូវបានគេដេញចេញពីហ្វូងដោយសារតែការបាត់បង់រោមចាប់តាំងពីគាត់បានជួយសង្គ្រោះ Blue មកសត្វនោះមានក្តីសុខយ៉ាងខ្លាំងទីបំផុតពួកគេក៏បានឃើញមន្ទីរស្រាវជ្រាវនៅកណ្ដាលភ្នំគាត់បានបញ្ជាឲ្យ Blue ហោះចូលទៅក្នុងមន្ទីរពិសោធន៍នោះយ៉ាងលឿនដូចជាយន្តហោះចម្បាំងអញ្ចឹងនៅក្នុងបន្ទប់ប្រជុំអ្នកវិទ្យាសាស្ត្រមានការភ័យស្លន់ស្លោជាខ្លាំងប្រុសស្អាតរបស់យើងបានប្រើរស័យអំបោះចងពួកគេទាំងអស់គ្នាគាត់ប្រាប់ថាគាត់មកជន់លើបង្អស់នេះពីព្រោះវាជាកន្លែងដែលនាយកស្នាក់នៅគាត់បានប្រកាសថាគាត់គឺជាអ្នកការពាររបស់ Khmer
គ្រានោះគាត់ចាប់អារម្មណ៍ឃើញថាមពលងឹតម្យ៉ាងហើយដឹងថាមាននរណាម្នាក់ដែលគ្រោះថ្នាក់បំផុតនៅទីនេះឈុតឆាកបានបដូរទៅប៉ុមសមាគមអ្នកប្រមាញ់ជាកន្លែងដែលប្រធានលីស្ដីឲ្យចៅប្រុសរបស់គាត់ចៅប្រុសរបស់គាត់ដែលជាអ្នកប្រមាញ់កម្រិតគឺឈ្មោះបែខូបានប្រកែកថាគេធ្វើបានល្អជាងជីតាទៅទៀតជីតារបស់គេមានការសោកស្ដាយដែលបានតាមចិត្តគេខ្លាំងពេកកាលពីក្មេងគេធ្លាប់មានក្តីស្រមៃចង់ជួយអ្នកដទៃប៉ុន្តែឥឡូវនេះគេមិនហ៊ានធ្វើបេសកកម្មណាដែលគ្រោះថ្នាក់ឡើយនៅពេលដែលវាផ្ដល់ប្រាក់កម្រៃខ្ពស់ដល់ពួកគេដោយសារតែបែបនេះហើយទើបចម្រាត្រូវបានបង្កើតឡើងដើម្បីកុំឲ្យពួកគេប្រថុយជីវិតខ្លួនឯងប៉ុន្តែពេលនេះមន្ទីរពិសោធន៍ផលិតចម្រាទាំងនោះកំពុងគិតតម្លៃយ៉ាងកប់ពុកដូច្នេះតំបន់ដែលមិនមានលទ្ធភាពបង់ប្រាក់គឺងាយរងគ្រោះទាំងស្រុងប្រធានជឿជាក់ថាវាជាភារកិច្ចរបស់សមាគមក្នុងការធានាថាជីវិតរបស់មនុស្សមិនពឹងផ្អែកលើតែភាពបង់ប្រាក់របស់ពួកគេឡើយនោះហើយជាមូលហេតុដែលតំណែងប្រធានគឺមានសារៈសំខាន់បំផុតប៉ុន្តែ Hunter ទាំងអស់ដែលព្យាយាមស្នងតំណែងគាត់សុទ្ធតែជាមនុស្សលោភលន់ប្រសិនបើមេគុំធ្លាក់ក្រោមការគ្រប់គ្រងរបស់មនុស្សខុសពួកគេអាចបង្កើតក្រុម Mafia Hunter ដែលមិនធ្លាប់មានពីមុនមកបំណងប្រាថ្នាចុងក្រោយរបស់បុរសចំណាស់គឺចង់ឲ្យចៅប្រុសដ៏មានទេពកោសល្យរបស់គាត់មកគ្រប់គ្រងបន្តគាត់មិនដែលមានអំណាចផ្លាស់ប្ដូរអ្វីឡើយដោយសារគាត់ត្រឹមជាចំណាត់ថ្នាក់សើដកខ្សោយពេញមួយជីវិតពេលដូច្នេះចៅប្រុសរបស់គាត់ក៏ផ្ទុះកំហឹងប៉ុន្តែមុនពេលគាត់អាចនិយាយអ្វីបានបុរសម្នាក់បានរាយការណ៍បន្ទាន់ថាមានសត្វសេកថ្មាកំពុងហោះហើរជុំវិញតំបន់អនាធិបតេយ្យនៅពេលប្រធានសួរថាអ្នកណាកំពុងចាត់ការរឿងនេះបុរសនោះនិយាយថាគ្មាន Hunter ណាម្នាក់ទទួលការងារនេះទេរឿងនេះពិតជាធ្វើឲ្យគាត់ខឹងខ្លាំងណាស់ព្រោះពួកគេដឹងថាការងារនៅតំបន់អនាធិបតេយ្យឲ្យនឹងមិនទទួលបានប្រាក់កម្រៃទេប្រធានបានបញ្ជាឲ្យគាត់ជូនដំណឹងដល់មន្ទីរពិសោធន៍ Chamber ទាំងអស់ហើយប្រកាសថាគាត់នឹងធ្វើវាដោយផ្ទាល់ដៃគួរឲ្យភ្ញាក់ផ្អើលចៅប្រុសរបស់គាត់បែកនិយាយថាគាត់ចង់ទៅតាមដែរនៅមន្ទីរពិសោធន៍វិញឈៀនគាត់សម្គាល់ឃើញថាមពលម៉ាណាដ៏គួរឲ្យខ្លាចកំពុងចេញពីអ្នកវិទ្យាសាស្ត្រ SOS គាត់មិនបង្ហាញក្តីមេត្តាទេដោយកាត់ចិញ្ច្រាំគ្រោះថ្នាក់នោះភ្លាមជាមួយនឹងសរសៃអំបោះរបស់គាត់ទោះជាយ៉ាងណាក៏ដោយរាងកាយរបស់អ្នកវិទ្យាសាស្ត្រស្រាប់តែប្រែទៅជាលោហៈរាវណែនសម្លឹងមើលដោយភាពភ័យរន្ធត់ទៅកាន់ Chamber ដែលធ្វើពុតជាមនុស្សសូម្បីតែកូនចៅរបស់បុរសនោះក៏តក់ស្លុតដែរព្រោះពួកគេមិនដែលដឹងថាគាត់ពិតជា Chamber សោះរាងកាយរបស់នាយកម៉ៃវងប្រែទៅជាបិសាចដ៏គួរឲ្យខ្លាចគាត់ខឹងសម្បាយ៉ាងខ្លាំងដែលក្មេងប្រុសរបស់យើងបានបំផ្លាញមន្ទីរពិសោធន៍ដ៏មានតម្លៃរបស់គាត់ឲ្យខ្ទេចខ្ទីខណៈពេលដែលនាយកវាសកញ្ចក់លោហៈរបស់គាត់មកលើគាត់ក៏សម្គាល់ថាលោហៈរាវនោះមើលទៅស្ទើរតែដូចជារបស់ខេមដែរទោះជាយ៉ាងណាក៏ដោយវាមិនមានផ្នែកមេកានិកអ្វីនោះទេដែលមានន័យថាគាត់បានសាកល្បងអ្វីទាំងអស់នៅលើរាងកាយរបស់គាត់ផ្ទាល់នៅពេលនោះលោកគ្រូហ្គើប្រាប់គាត់ថាពេលនេះគាត់អាចអានចិត្តរបស់នាយកម៉ៃអងបានហើយជីវនស្រាប់តែឃើញពន្លឺអនុស្សាវរីយ៍ដ៏ខ្មៅងឹតរបស់បុរសវិកលចរិតនោះនៅជ្រុងងឹតបំផុតនៃមន្ទីរពិសោធន៍របស់គាត់នាយកបានចាក់ថ្នាំកុមារជាមួយនឹងសារធាតុមិនស្ថិតស្ថេរគ្រប់ប្រភេទគាត់ធ្វើវាដើម្បីឈានទៅដល់កម្រិតលើពីអ្វីដែលមនុស្សធ្លាប់ទៅដល់សូម្បីតែវ៉ាដាច់លោកគ្រូបកឌីវខុនរបស់គាត់ទៅទៀតបន្ទាប់ពីដឹងថាជនកំហុចនេះបានសម្លាប់កុមាររាប់មិនអស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួនវីរបុរសរបស់យើងខឹងសម្បាយ៉ាងខ្លាំងហើយកំទេចមុខរបស់គាត់ដោយមិនស្ទាក់ស្ទើរនាយកដែលត្រូវគេវាយបែកមុខនោះឆ្លើយតបយ៉ាងសាមញ្ញថាក្មេងនៅតំបន់អនាធិបតេយ្យឲ្យមានតម្លៃទាបជាងកណ្ដុរលូទៅទៀតការខ្លាចជាផ្នែកមួយនៃការពិសោធន៍របស់គាត់គួរតែជាកិត្តិយសសម្រាប់ពួកគេដោយមិនដឹងថាឈៀនអាជីរាល់ការគិតតាមរយៈការអានចិត្តរបស់គេអ្នកវិទ្យាសាស្ត្រឈួតគិតថាគាត់អាចប្រែជារាវនឹងរត់គេចខ្លួនបានយ៉ាងងាយស្រួលប៉ុន្តែក្មេងប្រុសរបស់យើងធ្វើឲ្យប្រាកដថាគាត់ដឹងពីឧក្រិដ្ឋកម្មរបស់គាត់នៅក្នុងបន្ទប់ទារុណកម្មរលកម៉ាណាពណ៌ខៀវដ៏មានឥទ្ធិពលបានរុំព័ទ្ធលោហៈរាវនោះហើយខ្ចប់វាយ៉ាងស្អាតទៅក្នុងអ្វីមួយដូចជាភុកបបន្ទាប់មកគាត់ងាកទៅរកអ្នកវិទ្យាសាស្ត្រផ្សេងទៀតដោយសួរថាពួកគេចង់និយាយអ្វីឬចង់ឲ្យត្រូវគេចាក់សោកក្នុងបាល់របស់គាត់ដែរក្រោយមកPhoenix ដ៏គួរឲ្យស្រឡាញ់របស់យើងប្រាប់គាត់ពីរឿងរ៉ាវពេញលេញរបស់នាយកម៉ៃអងបុរសនោះជាសិស្សស្មោះត្រង់របស់បកឌៀវរហូតដល់គាត់លុបលន់ខ្លាំងពេកគាត់ស្រាប់តែចាក់ចេញពីមន្ទីរពិសោធន៍ដើមជាមួយនឹងទិន្នន័យពិសោធន៍ជីវសាស្ត្រទាំងអស់ដូច្នេះគាត់អាចក្លាយជា Chamber ដែលមិនចេះចាស់អ្វីដែលធ្វើឲ្យឈៀនព្រួយបារម្ភនោះគឺថាការចងចាំរបស់ម៉ៃអងមិនមានអ្វីសោះតាក់ទងនឹងមន្ទីរពិសោធន៍យ៉ែទោះជាយ៉ាងណាក៏ដោយគាត់សប្បាយចិត្តដែលយ៉ាងហោចណាស់គាត់បានកម្ចាត់ឧបករណ៍ដែលវិទ្យាស្ថានរបស់ម៉ៃអងកំពុងប្រើដើម្បីតាមដានខេមគាត់បានប្រាប់ណែមនិង Blue រួចហើយឲ្យមើលថែអ្នកវិទ្យាសាស្ត្រផ្សេងទៀតឲ្យបានល្អដូច្នេះឥឡូវនេះអ្វីដែលនៅសល់ត្រូវដោះស្រាយគឺការពិសោធន៍ដ៏អាក្រក់បំផុតរបស់នេះកខ្វក់នេះគាត់ទាត់ទម្លាយទ្វារដែកក្រាស់ដោយមួយជើងនៅខាងក្នុងគាត់ឃើញទូកញ្ចក់រាប់មិនអស់ពោពេញដោយ Chamber ដែលបានស្លាប់
Kẻ mình cua ở chưa sót tha chôn việc có chợt nút bất chỉ ban rẽ xa tục riêng cai rồi bọc mình sầm rạp ca sào chiều mèn. Cá sầm lăng mơ mình tiếng nút rùng lật chion pipe đai mình ti pisot đẹp phơ tirun cam quạt. Nơi ti bên chọc phụ kê tang tai thiên nhiệt thà quạt nơ ru quạt chi mà xin bọc pum lôi rồi bọc phụ kê. Quạt sầm rải chật thà mình sặc sầm nâng từ ban phiệp ngọc snat trong còi phim nút sắp tôi sờ điên cần trông mùi ban chân mộc. Ru việc ban thông khăn đại club score quạt score phim thà niên cứ chi mật pẹ mà nẹ rồi bọc kem. ដូច្នេះគាត់ក៏សួរនាងដោយទន់ភ្លន់ថាតើនាងដឹងអ្វីខ្លះអំពីសត្វចម្លែកមេកានិកដែរឬទេកញ្ជ្រោងនោះរំភើបនៅពេលដឹងថាពួកគេស្គាល់ខឹមហើយប្រញាប់សួរថាតើគាត់មិនអីទេឬអត់នៅពេលគាត់ប្រាប់នាងថាទីបំផុតខឹមកំពុងរីករាយនឹងជីវិតនៅក្នុងអាណាចក្របិសាចជាមួយគាត់ភ្នែករបស់នាងក៏ពោពេញដោយទឹកភ្នែកកក់ក្ដៅនាងនិយាយថានាងបានរងចាំខឹមត្រឡប់មកវិញពេញមួយពេលនេះហើយនាងមានអារម្មណ៍ធូរស្រាលដែលគាត់នៅមានជីវិតពេលនោះមិត្តភក្តិលាក់ខ្លួនពីរនាក់ទៀតរបស់ខឹមបានចេញពីក្រោយទ្វារពួកគេក៏មានសត្វកំប្រុក4ក្បាលដើរតាមដែរដែលគាត់មិនធ្លាប់ធ្វើពីមុនមកនៅពេលគាត់សួរថាតើនៅមានអ្នកផ្សេងទៀតសេះសទេកញ្ជ្រោង Foxy បញ្យល់ថាអ្នកផ្សេងទៀតត្រូវបានលក់ចេញឬត្រូវបានសម្លាប់ចោលយ៉ាងស្ងៀមស្ងាត់បន្ទាប់ពីដូច្នេះគាត់បើកវិបផតថទៅកាន់អាណាចក្របិសាចដោយផ្ដល់ឲ្យឈឹមរាដែលនៅរស់រានមានជីវិតនៅកន្លែងដែលពួកគេអាចរស់នៅបានដោយសេរីនិងសុវត្ថិភាពមិនយូរប៉ុន្មានបន្ទាប់ពីនោះប្រធានលីនិងចៅប្រុសរបស់គាត់បានមកដល់វិទ្យាស្ថានស្រាវជ្រាវពួកគេទាំងនៅពេលដឹងថាគោលដៅពិតប្រាកដរបស់ឈឹមរាគឺមន្ទីរពិសោធន៍មិនមែនជាតំបន់អនាធិបតេយ្យឲ្យនៅក្បែរនោះទេខណៈដែលផ្សែងហុយឡើងពីគំនរបាក់បែកប្រទះឃើញសេចខ្មាតហោះហើរជារង្វង់នៅខាងលើបន្ទាប់មកគាត់ក៏សម្គាល់ឃើញអ្វីដែលប្លែកជាងនេះទៅទៀតដោយសារតែបុរសពាក់ម៉ាស់ម្នាក់កំពុងជិះលើខ្នងវាហាក់ដូចជាគាត់កំពុងលេង Minecraft ប្រើ mod អីចឹងក្នុងពេលជាមួយគ្នានេះក្មេងប្រុសរបស់យើងសួរណាំដោយស្ងប់ស្ងាត់ថាតើគាត់បានចាត់ការក្រុមអ្នកស្រាវជ្រាវទាំងអស់ហើយឬនៅកូនចៅដ៏ស្មោះត្រង់របស់គាត់បញ្ជាក់ថាគាត់បានផ្លាស់ទីរាល់អ្នកចុងក្រោយទៅកាន់ទីតាំងសុវត្ថិភាពបន្ទាប់មកណាមសួរថាហេតុអ្វីបានជាពួកគេមិនលុបការចងចាំរបស់សាក្សីប៉ុន្តែគាត់និយាយថាគាត់ទុកវាដោយចិត្តណាបន្ទាប់ពីនោះគាត់សួរថាតើមនុស្សពីរនាក់ដែលកំពុងសម្លឹងមើលពីខាងក្រោមជានរណាហើយណាមពន្យល់ថាពួកគេគឺជាប្រធានលីរបស់សមាគមនិងចៅប្រុសរបស់គាត់គិតថាពួកគេប្រហែលជាប្រញាប់មកទីនេះដោយសារតែរបាយការណ៍បន្ទាន់ជាច្រើនឈៀនចងចាំឈ្មោះដ៏សាំរបស់ប្រធានដូច្នេះគាត់ក៏សម្រេចចិត្តលេងសើចជាមួយគាត់បន្តិចដោយមិនដឹងខ្លួនគាត់បានគប់ភពបោចុះមកក្រោមដើម្បីឲ្យបុរសចំណាស់ចាប់យកពេលប្រធានសម្គាល់ឃើញវាគាត់មានការតក់ស្លុតព្រោះវាជាពេលយូរមកហើយតាំងពីគាត់បានឃើញត្រាម៉ាណាដ៏មានឥទ្ធិពលបែបនេះត្រាទាំងនេះមិនអាចបំបែកបានទេលុះត្រាតែអ្នកបំបែកមានថាមពលវេទមន្តច្រើនជាងអ្នកបង្កើតវាខណៈពេលដែលគាត់ឆ្ងល់ថាតើសត្វចម្លែកប្រភេទណាដែលអាចផ្សារភ្ជាប់អ្នកខ្លាំងដូចជានាយកម៉ៃអនកូនចៅរបស់គាត់បានបញ្ជាក់ថាគ្មាននរណាម្នាក់ស្លាប់នៅក្នុងភាពវឹកវរនេះទេទោះយ៉ាងណាក៏ដោយពួកគេបន្តទទួលបានរបាយការណ៍ប្លែកជាក់ស្ដែងក្រុមរបស់នាយកផ្ទាល់អះអាងថាគាត់ជាអ្នកក្លែងបន្លំជាឈឹមរាដែលធ្វើពុតជាមនុស្សពួកគេបន្តពន្យល់ថាអ្នកឈ្លានពានថែមទាំងបានជួយសង្គ្រោះអ្នកស្រាវជ្រាវទាំងអស់បន្ទាប់ពីបានរត់កំទេចមន្ទីរពិសោធន៍ឈឹមរាពេលលើដូច្នេះនាយកស្ងៀមស្ងាត់ឆ្ងល់ថាតើអ្នកឈ្លានពានគឺជាក្មេងប្រុសដូចគ្នាដែលគាត់សន្មតថាបានស្លាប់តាំងពីយូរយារណាស់មកហើយឬអត់នៅខ្ពស់លើពកវីរបុរសរបស់យើងសម្រេចចិត្តថាពួកគេនឹងត្រឡប់ទៅអាណាចក្របិសាចវិញដោយមិនបង្អង់យូរទៀតទេទោះបីជាណាំចង់ឲ្យក្បាលដ៏លងរបស់គាត់ត្រូវបានពិនិត្យឲ្យបានត្រឹមត្រូវក៏ដោយវាជាការលំបាកក្នុងការស្នាក់នៅលើផែនដីដោយមានសមាគមកំពុងតាមដានពួកគេយប់ជ្រៅនោះអ្នកគ្រប់គ្រងខេមភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារសម្លេងរំខាននៅខាងក្រៅទ្វាររបស់គាត់ដើរចេញមកក្រៅដោយឆ្ងល់ថាអ្នកណាអាចមកលេងនៅម៉ោងនេះនៅទីនោះគាត់ប្រទះឃើញអ្នកញៀនថ្នាំម្នាក់នៅលើដីពាក់ម៉ាស់ពណ៌ខ្មៅគ្រប់មុខពាក់កណ្ដាលទិដ្ឋភាពដ៏រន្ធត់នេះស្ទើរតែធ្វើឲ្យបុរសកំសត់ភ័យប្រលឹងចុងសក់ប៉ុន្តែសម្លេងដ៏សាំរបស់ឈៀនធ្វើឲ្យគាត់ស្ងប់បុរសដែលភ័យខ្លាចនោះសួរថាហេតុអ្វីបានជាគាត់ស្រាប់តែមកលេងនៅកណ្ដាលអធ្រាត្រជាមួយនឹងស្នាមញឹមដ៏កក់ក្ដៅនិងធានាក្មេងប្រុសរបស់យើងនិយាយថាដល់ពេលដែលគាត់ត្រូវទៅមើលអាណាចក្របិសាចហើយត្រឡប់ទៅលំនៅឋានដ៏សាមញ្ញរបស់គាត់វិញខេមនិងបងប្អូនបាក់សីចាប់ផ្ដើមធ្វើការលើយន្តការដើម្បីសាងសង់របងដោយប្រើ Crystal Quartz និងពន្លឺទាំងអស់ដែលនៅរាយប៉ាយក្មេងតូចនោះស្រឡាំងកាំងនៅពេលយូបង្កើតចង្កៀងដោយទះ Quartz ប្រហោងពីលើ Crystal ពន្លឺដ៏ធំមួយបន្តិចក្រោយមកវិបផតថមួយបានបើកនៅពីក្រោយពួកគេហើយខេមគិតភ្លាមថាឈៀនបានត្រឡប់មកវិញហើយផ្ទុយទៅវិញឈឹមរាទាំងអស់ពីវិទ្យាស្ថានស្រាវជ្រាវបានធ្លាក់ចេញពីវិបផតថហើយគោលើគ្នាដូចខោអាវបោកពុកបងប្អូនបាក់សីមើលទៅច្របូកច្របល់ហើយឆ្ងល់ថាហេតុអ្វីបានជាក្មេងប្រុសរបស់យើងបញ្ជូនឈឹមរាខ្សោយបែបនេះមកប៉ុន្តែខេមប្រញាប់រត់គេចហើយពួននៅពីក្រោយផ្ទះដោយភាពអៀនខ្មាស់ក្នុងពេលនោះសេសឈរយ៉ាងអំនួតនៅចំពោះមុខអ្នកចំណូលថ្មីមើលទៅដូចជាគាត់កំពុងព្យាយាមខេមដែលកំពុងលាក់ខ្លួននៅក្រោយដើមឈើជំនួសឲ្យការទៅជួបមិត្តចាស់របស់នាងគាត់រត់ចេញទៅដោយប្រាប់ណែមនិងអ្នកគ្រប់គ្រងកុំឲ្យកម្រើកពេលគាត់ចាត់ការរឿងនេះ
បន្ទាប់ពីនោះគាត់ប្រគល់ម៉ាស់របស់ជាទៅនាងវិញហើយសួរថាហេតុអ្វីបានជាមានសង្គ្រាមដណ្ដើមទឹកដីកើតឡើងនៅក្នុងសួនបន្លែរបស់គាត់នាងពន្យល់ថាកូនដើមឈើតូចចង់បានដីដែលមានជីជាតិខ្លះហើយពួក Mandragora បានចាប់ផ្ដើមសង្គ្រាមដណ្ដើមទឹកដីដើម្បីការពារដីរបស់ពួកគេនៅពេលដែលគ្មានភាគីណាមួយព្រមចុះចាញ់សត្វស្រមោចក៏ប្រញាប់ចូលទៅជួយសម្រួលការប្រយុទ្ធកូនដើមឈើប្រាវលរបស់វាដើម្បីបោះមិត្តរបស់វាចំទៅកាន់ Mandragora ដ៏ធាត់នោះជាអកុសលអ្វីមិនដំណើរការដោយដែលពួកគេបានគ្រោងទុកនោះទេ Mandragora ដ៏ធាត់នោះបានគេចយ៉ាងរលូននៅវិនាទីចុងក្រោយដូច្នេះសត្វស្រមោចក៏ហោះរំលងហើយទៅបុកក្បាលរបស់វាចំ Mandragora ដៃទៅវិញពេលឃើញគ្រោះមហន្តរាយនោះកូនដើមឈើតូចក៏ស្ងាត់ស្ងៀមរើសមិត្តដ៏កំសត់របស់វាហើយត្រឡប់ទៅក្រុមរបស់វាវិញដោយបរាជ័យយ៉ាងធ្ងន់ធ្ងរវីរបុរសរបស់យើងបានកត់សម្គាល់យ៉ាងឆាប់រហ័សថាកញ្ជ្រោងនោះបាត់ទៅហើយតាមពិតនាងបានឃើញខេមរត់គេចខ្លួនមុននេះហើយក៏ដើរតាមនាងអង្គុយនៅម្ខាងទៀតនៃដើមឈើនាងប្រាប់ខេមថានាងនឹងមិនកម្រើកសំបីមួយចំអាមរហូតទាល់តែការសំទោសរបស់នាងត្រូវបានទទួលយកអ្នកឃើញទេខេមបានបោះបង់ការប្រយុទ្ធទាំងស្រុងនៅក្នុងការប្រកួតណាមួយនៅពេលដែលនាងនៅមន្ទីរពិសោធន៍បណ្ដាសាដែលធ្វើឲ្យការបញ្ជាខ្លាយជាដាច់ខាតមិនមានប្រសិទ្ធភាពលើនាងទេដូច្នេះអ្នកវិទ្យាសាស្ត្រមិនអាចបង្ខំនាងឲ្យប្រយុទ្ធបានទេទោះបីជាពួកគេធ្វើអ្វីក៏ដោយរាល់ពេលដែលនាងត្រូវបានបញ្ជូនទៅការប្រកួតចំណាត់ថ្នាក់នាងតែងតែចាញ់បន្ទាប់ពីត្រូវគេវាយដោយចេតនាដោយឃើញដូច្នេះអ្នកវិទ្យាសាស្ត្របានសន្និដ្ឋានថានាងច្បាស់ជាកើតមកមានបុគ្គលិកលក្ខណៈទន់ភ្លន់ទោះបីជានាងជាchamaraប្រយុទ្ធក៏ដោយក៏នាងបដិសេធមិនព្រមវាយបកវិញដែរទោះជាយ៉ាងណាក៏ដោយនាយកម៉ៃអងមិនព្រួយបារម្ភតតែសោះប្រសិនបើវាគ្រាន់តែជាបញ្ហាបុគ្គលិកលក្ខណៈនោះគាត់អាចដោះស្រាយវាបានយ៉ាងងាយស្រួលជនកំហុសដ៏អាក្រក់នោះបានដាក់អ្នកដែលខ្សោយបំផុតពី3នាក់ចូលទៅក្នុងបន្ទប់របស់នាងដើម្បីឲ្យពួកគេអាចក្លាយជាមិត្តជិតស្និទ្ធបំផុតរបស់នាងបន្ទាប់មកគាត់បានប្រើបណ្ដាសាដើម្បីបង្ខំមិត្តភ័ក្តិទាំងនោះឲ្យប្រយុទ្ធជាមួយនាងគាត់ជឿថាគ្មានអ្វីឈឺចាប់ជាងការក្បត់ដោយមិត្តភ័ក្តិដែលអ្នកទុកចិត្តបំផុតនោះទេបន្ទាប់ពីវាបំបែកនាងជាបំណែកគាត់ព្យាយាមលាងខួរក្បាលនាងដោយនិយាយថាមិត្តស្មោះត្រង់មិនមាននោះទេគាត់ប្រាប់នាងថានាងនឹងស្លាប់លុះត្រាតែនាងសម្លាប់ពួកគេមុនពេលពួកគេមានឱកាសសម្លាប់នាងនៅពេលនោះអ្វីមួយនៅជ្រៅក្នុងខ្លួននាងបានដាច់នាងស្រាប់តែហោះចេញទៅទាំងទឹកភ្នែកនាងជ្រើសរើសរត់ចេញជាជាងធ្វើបាបមិត្តភ័ក្តិរបស់នាងអ្នកវិទ្យាសាស្ត្រគ្រប់រូបនៅក្នុងមន្ទីរពិសោធន៍បានព្យាយាមរារាំងនាងប៉ុន្តែគ្មាននរណាម្នាក់អាចរារាំងនាងមិនឲ្យរត់គេចត្រង់តាមវិបត្តិផលនោះទេត្រឡប់មកបច្ចុប្បន្នវិញខេមពេលនេះស្ថិតក្នុងទម្រង់ដើមរបស់នាងហ្វតស៊ីភ្ញាក់ផ្អើលពេលឃើញនាងយំនាងសួរថាហេតុអ្វីបានជាខេមយំនៅពេលដែលនាងគឺជាអ្នកដែលគួរតែខឹងខេមអបនាងយ៉ាងតឹងហើយនិយាយថានាងនឹកនាងនិងអ្នកផ្សេងទៀតជាយូរមកហើយទន្ទឹមនឹងនេះមនុស្សធំទាំង3នាក់បានឈមមើលយ៉ាងស្ងៀមស្ងាត់ដោយលួចមើលពួកគេពីក្រោយដើមឈើពេញមួយពេលនេះឈៀវមានអារម្មណ៍ធូរស្រាលដែលពួកគេបានត្រូវរកគ្នាវិញទោះយ៉ាងណាក៏ដោយនៅពេលគាត់ត្រឡប់មកផ្ទះវិញគាត់ឃើញអ្នកគួររលងទាំងពីរបានទទួលបញ្ជាយ៉ាងម៉ឺងម៉ាត់ពេកហើយបន្ទាប់ពីនោះគាត់ណែនាំអ្នកគ្រប់គ្រងថាជាអ្នកលេងល្បែងគីមីចំណាត់ថ្នាក់ផ្ទាល់ខ្លួនរបស់គាត់បុរសចំណាស់ណែនាំខ្លួនយ៉ាងច្បាស់លាស់ប៉ុន្តែបន្ទាប់មកគាត់និយាយចេញនៅរឿងដំបូងដែលផុសឡើងក្នុងចិត្តរបស់គាត់ពូសុំបងប្អូនបាក់សីយ៉ាងគួរសមថាតើគាត់អាចសុំរោមរបស់ពួកគេខ្លះបានទេសម្រាប់គោលបំណងស្រាវជ្រាវជាការពិតបន្ទាប់មកឈុតនេះបដូរទៅបងស៊ូដែលកំពុងជួបជាមួយនារីហាងលក់សម្លៀកបំពាក់ដ៏គួរឲ្យស្រឡាញ់គាត់សបោះប្រាប់នាងថារឿងបិសាចបាក់សីពណ៌ខៀវនោះគឺជារឿងពិតហើយសមាគមបានរត់មកចាត់ការវាដោយរបៀបណាពេលគាត់ប្រាប់នាងថាអាកាសធាតុកំពុងតែត្រជាក់នាងបម្រើគាត់នៅដំឡូងជ្វាចំហុយដ៏ឆ្ងាញ់គាត់សប្បាយចិត្តភ្លាមនៅពេលគាត់ខាំរបស់ក្តៅដ៏ឆ្ងាញ់នោះនាងក៏សម្គាល់ថាគាត់មើលទៅស្លេកជាងធម្មតាបន្តិចប្រាកដណាស់គាត់សារភាពថាគាត់មានអារម្មណ៍ឈឺបន្តិចហើយរាងកាយរបស់គាត់ឈឺចាប់បន្ទាប់ពីការហាត់ប្រាណរាល់ដងនៅពេលដែលគាត់និយាយថាសូម្បីតែថ្នាំបំបត្តិការឈឺចាប់ក៏មិនមានប្រសិទ្ធភាពដែរនាងដឹងថាវាស្រដៀងទៅនឹងសញ្ញានៃជំងឺនៃការភ្ញាក់លឹកនាងជឿថាគាត់រងាដោយសារតែគ្រុនក្តៅហើយការឈឺខ្លួនគឺជាសញ្ញាលើពីនេះទៅទៀតគាត់ស្ថិតក្នុងវ័យជំទង់ចុងក្រោយដែលជាពេលដែលការភ្ញាក់រលឹកជាធម្មតាចាប់ផ្ដើមពេលដូច្នេះក្មេងនោះក៏បដិសេធភ្លាមព្រោះគ្មានផ្លូវដែលមនុស្សស្រែដូចគាត់អាចក្លាយជា Hunter បានទេនាងក៏វិញថាប្រវត្តិមិនសំខាន់សម្រាប់ Hunter ទេហើយចង្អុលបង្ហាញថាការលូតលាស់របស់គាត់គឺលឿនណាស់ថ្មីនេះនាងបង្ខំឲ្យលុយគាត់ខ្លះហើយបញ្ជាឲ្យគាត់ប្រើវាសម្រាប់ជិះឡានក្រុងទៅសមាគមនៅទីក្រុងក្បែរនោះនៅទីនោះគាត់គួរតែប្រឡងដើម្បីបញ្ជាក់ពីសក្តានុពលរបស់គាត់នារី Sander និយាយយ៉ាងអៀនខ្មាស់ថាមិនអាចប្រាប់បានទេថាគាត់អាចនឹងក្លាយជា Hunter រឿងព្រេងនិទាននៅថ្ងៃណាមួយបងស៊ឺពិតជាសប្បាយចិត្តដែលបាននាងនិយាយបែបនោះដូច្នេះគាត់អរគុណនារីដ៏ស្រស់ស្អាតនារីដែលពិតជាងាយនឹងរងគ្រោះពីរឿងអាយុរបស់នាងខឹងព្រោះនាងនៅតែជាក្មេងស្រីប៉ុន្តែគាត់ហៅនាងថាលោកស្រីម្ដងទៀតហើយសន្យាថានឹងសង្គន់នាងវិញនៅថ្ងៃណាមួយទន្ទឹមនឹងនេះនៅក្នុងអាណាចក្របិសាច Chamara ថ្មីជួយបងប្អូនបាក់សីសាងសង់របង Crystal Quartz ខណៈដែលយូមិនសូវនឿយហត់នឹងការងារព្រោះគាត់ជា Chamara នោះណែមបដិសេធមិនឈប់ជួយសូម្បីតែគាត់ងួយគេងពាក់កណ្ដាលក៏ដោយមិនយូរប៉ុន្មានពួកគេទាំងអស់គ្នាជួបជុំគ្នាជាមួយឈៀវដើម្បីបញ្ចប់ការងារខណៈដែលអ្នកគ្រប់គ្រងខេមរកវិធីជួសជុលរោងកន្ទុយរបស់ Blue នៅពេលណែមនិយាយថាគាត់ចង់ពិនិត្យក្បាលរបស់គាត់ជាមុនក្មេងប្រុសរបស់យើងបានគំរាមគាត់ដោយអចេតនាឲ្យទៅផ្ទះប្រសិនបើគាត់មិនអាចរងចាំបានដែលធ្វើឲ្យក្មេងប្រុសទំពេកស្ងាត់យ៉ាងលឿនបន្ទាប់មកគាត់បានរំលឹកយ៉ាងម៉ឺងម៉ាត់ដល់ក្រុម Chamara ថាគ្មាននរណាម្នាក់អាចរស់នៅដោយឥតគិតថ្លៃបានទេលុះត្រាតែពួកគេរួមចំណែកអ្វីមួយក្រោយមកខេមទៅជាមួយគាត់តាមផ្លូវដើម្បីបញ្ចប់ផ្នែកមួយនៃរបងបន្ទាប់ពីគាត់ប្រាប់នាងពីអ្វីដែលគាត់មានគម្រោងនឹងធ្វើគាត់សួរនាងវិញថាតើនាងបានត្រូវរកជាមួយមិត្តភក្តិរបស់នាងហើយឬនៅក្មេងស្រីនោះក៏ភ្លាមមុនពេលសួរយ៉ាងអៀនខ្មាស់ថាតើគាត់ពិតជាបានទៅកោសម្ព័ន្ធដងដើម្បីសង្គ្រោះមិត្តភក្តិរបស់នាងមែនឬទេគាត់ដឹងថានាងកំពុងតែដឹងពីការពិតដែលគាត់បានរកឃើញថានាងពិតជានរណាបន្ទាប់មកនាងចាប់ផ្ដើមបង្ហើបយ៉ាងអៀនខ្មាស់ថានាងមិនបានមកពីកោសម្ព័ន្ធដងនោះទេ
ប៉ុន្តែជីវនប្រាប់នាងកុំបារម្ភអីព្រោះគ្មានអ្នកណាម្នាក់នឹងដេញតាមនាងនៅថ្ងៃអនាគតទេព្រោះគាត់បានចាត់ការអ្វីទាំងអស់ហើយស្រាប់តែគាត់ធ្វើឲ្យនាងភ្ញាក់ផ្អើលដោយនិយាយថាពួកគេអាចធ្វើឲ្យផ្ទះនេះក្លាយជាកុលសម្ព័ន្ធដូងពួកគេនៅតែត្រូវការឈ្មោះត្រឹមត្រូវសម្រាប់គ្រួសារដែលកំពុងរីកចម្រើនហើយវាត្រូវតែជាឈ្មោះដ៏គួរឲ្យស្រឡាញ់ដូចទៅនឹងបុគ្គលិកលក្ខណៈរបស់នាងដែរនៅក្នុងរាត្រីដ៏ងឹតនិងមានផ្កាយភ្លឺចែងចាំងដោយរបង Quartz ដែលមានពន្លឺនាងអរគុណគាត់ទាំងទឹកភ្នែកចំពោះអ្វីដែលគាត់បានធ្វើបន្ទាប់ពីនោះនាងដើរត្រឡប់មកវិញដោយទំនុកចិត្តយ៉ាងខ្លាំងយល់នឹងអ្នកផ្សេងទៀតមើលយ៉ាងយកចិត្តទុកដាក់ភ្ញាក់ផ្អើលដែលការសន្ទនាដំណើរការយ៉ាងរលូនគួរឲ្យភ្ញាក់ផ្អើលនាងប្រាប់គាត់ថារបងត្រូវបានបញ្ចប់ទីបំផុតហើយមើលទៅអស្ចារ្យណាស់ខេមរំភើបដែលផ្ទះមានពន្លឺចែងចាំងនិងគួរឲ្យស្រឡាញ់ Foxy នឹកនាងខ្លាំងណាស់ដូច្នេះនាងធ្វើឲ្យនាងភ្ញាក់ផ្អើលជាមួយនឹងការអបយ៉ាងកក់ក្ដៅហើយចាប់ដើមលើកនាងដូចជាការ៉េម Blue ក៏ទទួលបានការបំផុសគំនិតនិងហោះបុកត្រង់មកឈៀនដើម្បីអបគាត់យ៉ាងធំតាមពិតរោមបានដុះមកវិញទាំងស្រុងហើយនៅទីបំផុតអ្នកគ្រប់គ្រងបានតាមទាន់ហើយនិយាយថាវាពិតជាមិនចំណាយពេលយូរពេកទេដើម្បីឲ្យការព្យាបាលមានប្រសិទ្ធភាពជាក់ស្ដែងស្លែពណ៌ក្រហមដែលក្មេងប្រុសរបស់យើងបានឲ្យគាត់មានសមត្ថភាពព្យាបាលយ៉ាងមានប្រសិទ្ធភាពដោយឃើញរោមដ៏ស្រស់ស្អាតនៅលើកន្ទុយរបស់ Blue ក្តីសង្ឃឹមរបស់ Nam សម្រាប់ថ្ងៃដែលគាត់នឹងមានសក់ដុះឡើងវិញក៏កើនឡើងភ្លាមដោយមិនចង់ខកខានឱកាសល្អគាត់បានលុកចូលទៅជិតអ្នកគ្រប់គ្រងយ៉ាងរលូនពេលគាត់សួរបុរសនោះថាតើគាត់ប្រហែលជាមានបទពិសោធន៍ជាមួយការជ្រុះសក់ឬទេបុរសនោះភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលគាត់ដឹងពីរឿងនោះបុរសនោះប្រាប់ក្មេងប្រុសទំពេកថាគាត់ពិតជាបានធ្វើការលើសេរ៉ូមបណ្ដុះសក់អស់រយៈពេល10ឆ្នាំជាប់គ្នាជាក់ស្ដែងនោះគឺជាជំងឺដែលអ្នកលេងល្បែងគីមីទាំងអស់កំពុងព្យាយាមព្យាបាលយ៉ាងអស់សង្ឃឹមដូច្នេះអ្នកគ្រប់គ្រងសន្យាថាគាត់នឹងតាក់ទង Nam ជាមុនសិនព្រោះគាត់ត្រូវការវាយ៉ាងខ្លាំងនៅពេលនេះក្បាលទំពេករលោងរបស់ Nam ប៉ះដីភ្លាមគាត់អន់ក្បាលយ៉ាងជ្រៅចំពោះបុរសដែលដៃរបស់គាត់ពិតជាក្តាប់ឱកាសរបស់គាត់ក្នុងការទទួលបាននារីម្នាក់បន្ទាប់មកអ្នកគ្រប់គ្រងប្រាប់បងប្អូនបាក់សីថាគាត់បានរកឃើញអ្វីថ្មីពីរោមរបស់ពួកគេផងដែរគាត់ព្យាយាមពន្យល់ដោយប្រុងប្រយ័ត្នថារង្វង់វេទមន្តពិបាកបំបែកណាស់ហើយបណ្ដាសានៅលើពួកវាមានភាពស្មុគស្មាញណាស់ដែលគាត់មិនធ្លាប់ឃើញអ្វីដូចវាពីមុនមកទោះជាយ៉ាងណាក៏ដោយគាត់ជឿជាក់ថាផ្លែឈើ Mandragora ចំនួនដ៏ច្រើនអាចជួយគាត់បំបែករឿងនេះទាំងស្រុងពេលដូច្នេះក្មេងប្រុសរបស់យើងសួរគាត់ថាតើវាជាផ្លែឈើពណ៌ក្រហមដែលដុះតាមធម្មជាតិនៅលើ Mandragora ដែរឬទេគាត់ក៏បានពន្យល់ថាពួកវាពិបាករកណាស់ព្រោះអ្នកអាចបេះវាស្រស់បានលុះត្រាតែ Mandragora អនុញ្ញាតឲ្យអ្នកបេះពួកវាលើកពីនេះទៅទៀតពួកគេគួរតែធ្វើខ្ទឹមតូចព្រោះសត្វតូចចូលចិត្តលាក់ខ្លួននៅក្នុងរន្ធងឹតដើម្បីរក្សាសុវត្ថិភាពពីសត្វស៊ីសាច់អ្នកគ្រប់គ្រងខេមមានការភ្ញាក់ផ្អើលចំពោះចំណេះដឹងដែលមិនអាចកាត់ថ្លៃបានអំពីប្រភេទសត្វនេះជីវនសារភាពថាគាត់មានប្រវត្តិបន្តិចបន្តួចជាមួយសត្វតូចដែលជាអ្វីដែលគាត់មិនធ្លាប់និយាយពីមុនមកគាត់ចងចាំពីពេលដែលគាត់ត្រូវបានបញ្ជូនទៅបំពេញបេសកកម្មពួកគេចង់សាកល្បងថាតើគាត់អាចរស់រានមានជីវិតពេញ10ថ្ងៃនៅក្នុងអាណាចក្របិសាចដោយខ្លួនឯងបានទេប៉ុន្តែបេសកកម្មនេះមានអារម្មណ៍ដូចជាការធ្វើដំណើរធម្មតាទៅកាន់ភ្នំហមៈសម្រាប់អ្នកដូចជាគាត់ថែមទាំងសម្រេចចិត្តថាគាត់គួរតែឡើងភ្នំរហូតដល់កំពូលដើម្បីភាពសប្បាយរីករាយនិងការប្រកួតប្រជែងបន្តិចបន្តួចទោះជាយ៉ាងណាក៏ដោយនៅតាមផ្លូវគាត់ស្រាប់តែសំឡេងគ្រវីក្បាលនៅក្នុងគុម្ពោតព្រៃក្បែរនោះពេលគាត់មើលទៅខាងក្នុងគាត់ឃើញ Mandragora តូចមួយរងរបួសកំពុងតែត្រដោះ